សាំងលាវលោកគ្រូក្រាំមាសចែកតាំងទេវតាល្អអាក្រក់ចែកដាច់គ្នាគ្រប់គ្រងវាសនាមនុស្សអ្នកបើកក្រាំងមាសត្រូវកំចាត់ទោសៈក្នុងចិត្តមនុស្សទេវតារូបវាតែមួយគ្រូសួរឯងទទួលការប្រមាថភ្លេចហើយឬនៅមិនអាចភ្លេចទេមិនអាចភ្លេចទេស្នេហ៍ត្រូវគេក្បត់ភ្លេចហើយឬនៅភ្លេចមិនបានទេគំនុំគ្រួសារភ្លេចហើយឬនៅប៉ាម៉ាក់មិនហ៊ានភ្លេចទេសិស្សចក្រីមកចិនហ៊ានសង្កត់កំហឹងក្នុងចិត្តឯងមិនបានទម្លាក់ចោលទោសៈមិនបានឯងគ្រប់គ្រងក្រាំងមាសមិននឹងកើតអញ្ចឹងខ្ញុំប្រើរឿងកាយសាច់ឈាមខ្ញុំបង្ខំបាក់ក្រាំងមាសមេគាទេវតាកុំចាត់អំពើអាក្រក់ក្រាំងមាសតែងតាំងទេវតាបើកទ្វារកុំចាត់អំពើអាក្រក់ក្រាំងមាសតែងតាំងទេវតាបើកទ្វារបើកមិនបានលោកគ្រូតាំងលាវពេលកំណត់100ឆ្នាំមកដល់ហើយបើមិនកំចាត់ទោសៈក្នុងចិត្តកុំបង្ខំបើក្រាំងមាសពុកនោះទេនឹងទទួលកម្លាំងតបរលាយរូបកាយណាស់ហើយគ្រូជួយឯងម្ដងទៀតចុះលិខិតភ្ជាប់ពាក្យទាំង4សន្យារៀបការជាមួយគ្នាអាចរំសាយកំហឹងឯងដែលត្រូវគេបត់យើងប្រកូលស្លាប់បញ្ជាធានមិនឲ្យឯងអាចបញ្ជាកូនចៅបាទីមិនជួយសងសឹកឲ្យឯងបានលោកគ្រូកុំចាត់ទោសៈចោលក៏រយតែងតាំងទេវតារួចជាថ្ងៃដែលឯងត្រឡប់មកព្រំធានមិនវិញខាងលីឯងត្រូវចាំថាកុំបើកក្រាំងមាសដោយបង្ខំឲ្យសោះចាំឲ្យច្បាស់ត្រូវចាំឲ្យច្បាស់ណាសិស្សនឹងចងចាំការទូន្មានរបស់លោកគ្រូគ្រួសារលាវនៅចេញទូគ្រួសារទិញនៅអ៊ីឈិនគ្រួសារយាននៅចាំងហៃគ្រួសារចៅនៅចុងជើគ្រួសារយាននៅចាំងហៃស្របផ្លូវល្មមចាំងហៃចាំងសាំងលាវខ្ញុំត្រឡប់មកវិញហើយមកឈរធ្វើអីនៅកណ្ដាលផ្លូវចង់ស្លាប់ហ៎សុំទោសសុំទោសដាក់ទៅលវាចេងកំរាំងអ្នកនាងទី2ដាក់ទៅលវាចេងកំរាំងដាក់ទៅនេះចំភ្ជាប់ជាមួយគ្រួសារលាវ100ឆ្នាំ100ឆ្នាំមកនេះដូចជារបស់ងាប់មិនក៏មានប្រតិកម្មអញ្ចឹងឬមួយដាក់សាតែគេ100ឆ្នាំមុនអ្នកកាន់ក្រាំងមាសជួយគ្រួសារយានយើងឲ្យផុតទុក្ខភ័យប្រទានដាវមាសខ្លាសដល់យើងដោយសន្យាឲ្យគ្រួសារយានជាប់ឈ្មោះក្នុងក្រាំងមាសរងចាំអ្នកកាន់ក្រាំងមាសចំនួនថ្មីមករៀបការពេលនោះគ្រួសារយើងនឹងរុងរឿងរាប់រយឆ្នាំទៀតឥឡូវដាវទឹកខ្លាសសម្ដែងរិនដូច្នេះដល់ពេលគ្រួសារយានយើងដល់ពេលកំណត់ហើយអ្នកកាន់ក្រាំងមាសចាំងសាំងលាវមកទទួលកូនស្រីគ្រួសារយានចាំងសាំងលាវសូមគោរពលោកម្ចាស់យានលោកស្រីយានឯងពិតជាអ្នកកាន់ក្រាំងមាសគឺខ្ញុំនឹងហើយមានលិខិតភ្ជាប់ពាក្យជាផុសតាំងមិនក៏អញ្ចឹងជនបោកប្រាស់បន្លំខ្លួនជាអ្នកកាន់ក្រាំងមាសទៀតហើយ
លោកម្ចាស់យានលិខិតភ្ជាប់ពាក្យនេះទេវតាប្រទានតលតែអ្នកពិតហង្សពិតទើបអាចទទួលស្គាល់ពីទេវតាតែពេលនេះហង្សពិតបែកគ្នាអស់មានតែមូលហេតុមួយទេកូនស្រីគ្រួសារយានលែងមានរូបកាយស្អាតស្អំថាម៉េចលោកគ្រូខ្ញុំកាលពី100ឆ្នាំមុនធ្លាប់ជួយសង្គ្រោះគ្រួសារយានបន្សល់ទុកដៅទឹកភ្ជាប់ពាក្យរួចហើយដោយបញ្ចូលឈ្មោះក្នុងក្រាំងមាសជាបណ្ដាការមានគុណធំធេងលើគ្រួសារយានសងគុណវិជ្ជបែបនេះមែនទេចេះតែថានិយាយឲ្យរួចពីមុនសំដីគ្មានន័យមានន័យថាម៉េចរឿងភ្ជាប់ពាក្យនេះយានស៊ឺខ្ញុំលុបចោលវិញនេះគឺយានស៊ឺលុបចោលការភ្ជាប់ពាក្យដឹងថាគ្រួសារយានត្រូវខាត់បងប៉ុណ្ណាទេខាត់បងស្អីឱកាសចូលក្រាំងមាសឬមួយកិត្តិយសគ្រួសារឈប់ផុតកុហកទៀតទេលោកមិនមែនជាអ្នកកាន់ក្រាំងមាសទេលិខិតភ្ជាប់ពាក្យនេះអ្នកណាក៏អាចបន្លំបានដើរទឹកសម្ដាញ់រិនគេអាចប្រើបច្ចេកវិទ្យាសម័យទំនើបដើម្បីបោកប្រាស់អ្វីដែលបោកប្រាស់មិនបានគឺរូបរាងកាយរបស់លោកមានក្លិនអ្នកក្រស៊ឺនិយាយត្រូវកូនឆ្កែបក់កន្ទុយសុំឲ្យគេអាណិតហ៊ានបន្លំខ្លួនជាអ្នកកាន់ក្រាំងមាសនិយាយអស់ហើយនៅក៏ហក់អស់ហើយនៅខ្លួនតូចទៀតតែហ៊ានបន្លំលិខិតភ្ជាប់ពាក្យមកសុំគ្រួសារយានរៀបការបើកុំតែខ្ញុំមិនចង់ឲ្យមានបញ្ហាច្រើនទៀតនៅពេលបាក់ក្រាំងមាសកុំអីលោកឯងមិនអាចឈរនិយាយទីនេះបានទេរបស់អ្វីក្រែងចង់បានលុយនោះអីក្នុងនេះមានលុយ 100000 ចាត់ទុកថាខ្ញុំប្រទានឲ្យលោកឯងទៅចោះយកវាដើរចេញទៅប្រទានលោកគ្រូខ្ញុំកាល100ឆ្នាំមុនចុះពីភ្នំជួយសង្គ្រោះ4គ្រួសារបន្សល់ទុកដៅទៅព្រមតែភ្ជាប់ពាក្យរួចរាល់ជួយគ្រួសារយានឲ្យមានឈ្មោះក្នុងបញ្ជីក្រាំងមាសនោះទើបជាការប្រទានចំណែកនាងបដិសេធការប្រទានពីខ្ញុំមានន័យស្មើនឹងផ្ដាច់ផ្លូវចូលបញ្ជីក្រាំងមាសអត់ល្អិតឯងដឹងថាបញ្ជីក្រាំងមាសតំណាងឲ្យអ្វីទេចូលក្រាំងមាសតែម្នាក់អាចជ្រុំជ្រែងតកូលទាំងមូលឲ្យចូលក្រាំងមាសដែរមហាកិត្តិយសធំធេងបើអ្នកជំនួយរកស៊ីកាន់តែមានបានចូលក្រាំងមាសគឺពឹងលើសមត្ថភាពតខ្លួនចូលក្រាំងមាសពឹងវងតកូលខ្លួនឯងកុំថាឡាយជាមនុស្សបន្លំទោះលោកឯងជាអ្នកកាន់ក្រាំងមាសពិតមែនផ្លូវសម្រាប់គ្រួសារយានចូលក្រាំងមាសលោកឯងផ្ដាច់មិនបានដូច្នេះកុំបន្លំខ្លួនតទៅទៀតខ្ញុំប្រាប់តាមត្រង់បំណុលការពី100ឆ្នាំមុនមិនពាក់ព័ន្ធនឹងខ្ញុំទេរឿងភ្ជាប់ពាក្យកាន់តែមិនមានតម្លៃទាល់តែសោះហើយអ្វីដែលខ្ញុំត្រូវការគឺផលប្រយោជន៍នៅក្នុងដៃអ្វីដែលខ្ញុំត្រូវការគឺកិត្តិយសនៅចំពោះមុខអ្វីដែលខ្ញុំត្រូវការគឺអ្នកប្រុសជួងអ្នកទាំងអស់គ្នាជួងទិញឲ្យខ្ញុំតំណាងឲ្យគ្រួសារជួងនៅជិញឆឹងមកសូមស្ដីដណ្ដឹងស៊ឺនៅថ្ងៃនេះគ្រួសារយានខ្ញុំល្បីនៅចាងហៃជាប់ឈ្មោះជាអភិជនចំណែកគ្រួសារជួងជាវងតកូលល្បីឈ្មោះនៅជិញឆឹងអំណាចពាសពេញក្រោមមេឃគ្រួសារទាំងពីរភ្ជាប់ចំណងនឹងគ្នាមិនបាច់មានអ្នកណាប្រទានកាន់តែមិនចង់បានបំណងល្អពីអ្នកណាមិនយូរទេនឹងត្រូវប្រកាសតែងតាំងទេវតាកិត្តិយសគ្រួសារស្ថិតនៅក្នុងដៃឥឡូវនេះលោកឯងកាន់លិខិតភ្ជាប់ពាក្យមកខ្ញុំអាចប្រគល់ឆ្អឹងឆ្កែឲ្យលោកបានចេញទៅល្អណាស់កូនស្រីគ្រួសារយានភ្លេចកំណើតរមើលគុណគេមើលងាយខ្ញុំដោយសត្វធាតុនេះគឺជាការប្រមាថធ្ងន់ធ្ងរនាងធ្វើបានល្អមែនចង្រៃយោឯងចង់ធ្វើស្អីដើរទឹកសម្ដែងរិទ្ធដោយសារមានកំហឹងខាងគ្រួសារយានដែលជាក្រពើបង្វេងបឹងគិតតែពីផលប្រយោជន៍ខ្លួនឯងឬខាងកូនស្រីគ្រួសារយានភ្លេចគុណគេដែលធ្លាប់ជួយសង្គ្រោះកាលពីមុនគ្រាន់តែជាល្បិចឆ្ពិនភ្នែកកុំចង់យកមកប្រើនៅទីនេះដំបងគិតថាទុកជីវិតឲ្យលោកប៉ុន្តែលោកឯងបែរជាមើលងាយខ្ញុំទៅវិញល្អអ្នកយាមឆាប់ដេញជន់បោកប្រាស់នេះចេញទៅអ្នកយាមឆាប់ដេញជន់បោកប្រាស់នេះចេញទៅមិនបាច់ទេចំនួនរបស់គ្រួសារយានខ្ញុំពិបាកនឹងទទួលថ្ងៃនេះគ្រួសារយានដាំពូជអាក្រក់ថ្ងៃក្រោយត្រូវទទួលផលអាក្រក់ខ្លួនឯងស៊ឺថ្ងៃនេះយើងដេញអាជនបន្លំខ្លួនទៅវិញប៉ុន្តែបើអ្នកកាន់បញ្ជីក្រាំងមាសពិតមកដល់យើងឲ្យតែគេអាចជួយខ្ញុំជាប់ឈ្មោះក្នុងក្រាំងមាសយានស៊ឺខ្ញុំមិនខ្វល់ថារៀបការជាមួយអ្នកណាទេស៊ឺខ្ញុំបាទដល់ពេលនោះអ្នកកាន់បញ្ជីក្រាំងមាសពិតមកសុំខ្ញុំរៀបការដល់ផ្ទះអ្នកប្រុសអាចជួយខ្ញុំបានជាប់ក្នុងក្រាំងមាសគ្រួសារជួងត្រូវនៅក្រោមការការពារពីខ្ញុំ
រហូតខ្លាចជាទេវតាដែរ គ្រួសារជួងនឹងជួយនាងពេញទំហឹងដើម្បីបានរៀបការជាមួយអ្នកកាន់បញ្ជីក្រាំងមាសលោកគ្រូបញ្ជាខ្ញុំចុះពីភ្នំដើម្បីរៀបការដើម្បីចង់ឲ្យខ្ញុំកម្ចាត់ទោសៈក្នុងចិត្តតែលោកគ្រូស្មានមិនដល់លើលោកនេះមានមនុស្សចិត្តអាក្រក់ចិត្តជាបិសាចច្រើនណាស់បើអញ្ចឹងអ្នកកាន់ក្រាំងមាសអ្នកកាន់ក្រាំងមាសបានមកដល់ចាងហៃបញ្ជាកូនចៅនៅចាងហៃទាំងអស់រៀបចំពិធីតែងតាំងទេវតាដោយអញ្ជើញអភិជននៅចាងហៃព្រមទាំងគូដណ្ដឹងទាំង4របស់ខ្ញុំផងចាប់ពីថ្ងៃនេះទៅគំនុំកំហឹងទោសៈក្នុងចិត្តរបស់ខ្ញុំត្រូវតែជំរះឲ្យអស់ពីពេលនេះទៅបើក្រាំងមាសតែងតាំងទេវតាគម្រប់100ឆ្នាំបើកបញ្ជីក្រាំងមាសឡើងវិញដើម្បីរៀបចំតែងតាំងទេវតា មិនដឹងថាឆ្នាំនេះមានប្រមាណគ្រួសារអាចបញ្ចូលឈ្មោះក្នុងបញ្ជីក្រាំងមាសបានមិនថាគ្រួសារណាអាចបញ្ចូលក្នុងបញ្ជីក្រាំងមាសគ្រួសារយានខ្ញុំមានឈ្មោះមួយហើយដែលនិយាយថាអញ្ចឹងប្រហែលជាមានឱកាសមែនបើតាមគោលការណ៍កន្លងទៅអ្នកកាន់បញ្ជីក្រាំងមាសត្រូវជ្រើសរើសកូនស្រីក្នុងគ្រួសារអភិជនណាមួយមកធ្វើជាប្រពន្ធអ្នកនាងយានមានសម្រស់ដាច់គេប្រាជ្ញាឆ្លៀវវៃតាមមើលទៅប្រពន្ធរបស់អ្នកកាន់បញ្ជីក្រាំងមាសឆ្នាំនេះអាចជាកូនស្រីគ្រួសារយានហើយមិនមែនអាចទេប្រកាសជាខ្ញុំអូដែលទឹកដែលជាប់លើថ្មមានឈ្មោះថាខ្លាស100ឆ្នាំមុនអ្នកកាន់បញ្ជីក្រាំងមាសយកដៃនេះមកភ្ជាប់ពាក្យចង់ឲ្យ100ឆ្នាំក្រោយអ្នកកាន់ក្រាំងមាសចំនួនថ្មីរៀបចំចំនួនដោយបញ្ចូលឈ្មោះក្នុងក្រាំងមាសរៀបការកូនស្រីគ្រួសារយានថ្ងៃនេះខ្ញុំយកដៃទឹកមកបង្ហាញចង់ប្រាប់អ្នកកាន់ក្រាំងមាសសពថ្ងៃថាគ្រួសារយានមិនភ្លេចគុណគេទេខ្ញុំចង់ប្រកាសប្រាប់ក្រៅមេឃថាយានស៊ឺខ្ញុំចិត្តរៀបការជាមួយអ្នកកាន់ក្រាំងមាសហើយបើអញ្ចឹងមែនគ្រួសារធំទាំង4នៅណានសឹងពីថ្ងៃនេះទៅពឹងលើបារមីអ្នកនាងយានហើយឲ្យតែអស់លោកព្រមតាមគ្រួសារយានច្បាស់ជាអាចសាយសុខជាមួយកិត្តិយសថ្លៃថ្នូរខ្ញុំគិតថាអស់លោកប្រហែលមិនបានសាយសុខទេហើយទៀតហើយឯងមកមានការអីបើក្រាំងមាសតែងតាំងទេវតាមនុស្សបោកប្រាស់ហ៊ាននិយាយពាក្យបើក្រាំងមាសគួរឲ្យចង់សើចគ្រួសារយានមាត់និយាយថាមិនភ្លេចគុណគេតែផ្ទុយទៅវិញក្នុងចិត្តគឺគិតផ្សេងកាន់តែគួរឲ្យចង់សើចណាប្រហើនអាជនបោកប្រាស់ឯហ៊ានប្រមាថគ្រួសារយើងផងព្រឹកមិញគួរតែធ្វើឯងងាប់ដល់គ្រួសារយានឥឡូវនេះវាចង់ទៅវិញក៏បានដែរពិធីតែងតាំងទេវតារៀបចំដោយប្រធានមិនទីនេះសុទ្ធតែជាអ្នកចេះដឹងអភិជនល្បីឈ្មោះនិយាយចំពោះយើងទាំងអស់គ្នាទីកន្លែងនេះពួកយើងមកធ្វើជាសាក្សីក្នុងការបើកបញ្ជីក្រាំងមាសតែងតាំងទេវតានិយាយចំចំពោះឯងទីនេះគឺជារោងខ្លាលអាងនាគភ្នំកំបិតសមុទ្រភ្លើងយើងឲ្យឯងទៅដូចជាជួយជីវិតឯងមិនឆាប់លុតជង្គង់អរគុណយើងទៅត្រឹមជាកូនក្នុងគ្រួសារជួងហ៊ានពោលពាក្យថាជួយជីវិតខ្ញុំត្រឹមជាកន្លែងពោះកណ្ដុលជួបគ្នាហ៊ាននិយាយថារោងខ្លាលអាងនាគមួយម៉ាត់ណាក៏ចាប់ថាខ្ញុំជាជនបោកប្រាស់មួយម៉ាត់ណាក៏ប្រមាថមើលងាយខ្ញុំទាំងដែលអ្នកខ្លះមិនទាន់ស្គាល់ឈ្មោះខ្ញុំផងហ៊ានវិនិច្ឆ័យឋានៈខ្ញុំតូចទាបឬមួយគ្រួសារជួងក៏ដូចជាគ្រួសារយានមានត្រឹមមនុស្សប្រហោងក្នុងប៉ុណ្ណោះចង់ឲ្យខ្ញុំទៅបញ្ជីក្រាំងមាសគ្មាននរណាបើកទេនោះទៅហៅថាសេចក្តីស្លាប់ពិតប្រាកដមានន័យថាម៉េចថ្ងៃនេះខ្ញុំមកដើម្បីបើកបញ្ជីក្រាំងមាសខ្ញុំស្ដាប់មិនច្រឡំទេសំអាងអីចង់បើកបញ្ជីក្រាំងមាសសំអាងលើលិខិតភ្ជាប់ពាក្យដែលលោកលួចទៅឬសំអាងក្លិនអ្នកក្រដែលបិទបាំងមិនចិត្តនោះបញ្ជីក្រាំងមាសកំណត់ដោយទេវតាអ្នកកាន់ក្រាំងមាសទេវតាចាត់ចែងដោយផ្ទាល់ឯងបន្លំជាអ្នកកាន់ក្រាំងមាសក្រៅពីនាំទុកធ្វើឲ្យខ្លួនឯងស្លាប់គឺមានត្រឹមការសាយចំអកបានហើយយើងមើលរឿងកំ pl ែងចាប់សពគ្រប់មិនឆាប់ទៅដំបូងគិតថាចង់ផ្ដល់ឱកាសឲ្យអស់លោកកាយខ្លួនតែមិននឹកស្មានថាបានមកវិញជាការប្រមាថរាប់មិនអស់ចាំងសាំងលីវ
ខ្ញុំដឹងថាលោកមានបំណងមិនល្អលើខ្ញុំដឹងទៀតថាលោកព្យាយាមយ៉ាងណាឲ្យតែបានខ្ញុំលោកបើកភ្នែកមើលឲ្យធំសម្លឹងមើលភាពខុសគ្នារបស់យើងទៅនៅចំពោះមុខអភិជនទាំងអស់លោកឯងសំត្រឹមធ្វើជាកូនឆ្កែប៉ុណ្ណោះខុសគ្នាខុសត្រង់ថាបើខ្ញុំមិនព្រមអនុញ្ញាតអស់លោកបានត្រឹមតែលុតជង្គង់ក្រៅទ្វារប៉ុណ្ណោះបើគ្មានខ្ញុំជាអ្នកបើកបញ្ជីក្រាំងមាសមេឃដីក្លាប់ចាក់ខ្ញុំអនុញ្ញាតឲ្យគ្រួសារយានចូលរួមពិធីតែងតាំងទេវតាចង់ឲ្យអ្នកគ្រប់គ្នាបានដឹងថាខ្ញុំគឺជាកូនប្រុសគ្រួសារជាងក៏ជាអ្នកកាន់បញ្ជីក្រាំងមាសឯងចង់រៀបចំពិធីតែងតាំងទេវតាដើម្បីធ្វើឲ្យដានាងយាននឹងស្ដាយក្រោយមែនទេមិនខុសទេបើឯងចូលចិត្តបន្លំខ្លួនធ្វើជាអ្នកខ្លាំងយ៉ាងនេះអញ្ចឹងចាប់ខ្ញុំជួយឯងបន្តិចទៀតខ្ញុំឲ្យគេស្រាត់ខោអាវលើខ្លួនរបស់ឯងចេញបោះចោលតាមផ្លូវល្អអស់លោកយល់ថាឋានៈខ្ញុំតូចទាបមិនសមធ្វើជាអ្នកកាន់បញ្ជីក្រាំងមាសមិនខុសទេអស់លោកយល់ថាខ្ញុំបន្លំបញ្ជីក្រាំងមាសមិនសមចូលរួមពិធីតែងតាំងទេវតានេះជាការពិតអស់លោកយល់ថាខ្ញុំមិនសមកាន់តែមិនអាចបើកក្រាំងមាសទេត្រូវអើយមិនខុសទេថ្ងៃនេះខ្ញុំនឹងបើកឲ្យអស់លោកមើលអ្នកយាមវាយបំបាក់ដៃជើងម្នាក់នេះភ្លាមយកទៅព្យួរនៅទ្វារសៀនមិនឲ្យគេមើលអ្នកណាហ៊ានយិនស៊ឺអស់លោកអភិជនបើកភ្នែកធំមើលឲ្យច្បាស់អានសួរមានវិន័យក្រាំងមាសបង្ហាញខ្លួនបញ្ជីតែងតាំងទេវតាបើកគ្នាហិនរត់ខ្លាំងណាស់នេះគឺបញ្ជីក្រាំងមាសមែនទេមិនអាចទេអ្នកកាន់ក្រាំងមាសមានឋានៈខ្ពង់ខ្ពស់មិនមែនមនុស្សរើសបានតាមផ្លូវទេមិនថាមិនអាចក្រាំងមាសបង្ហាញខ្លួនបីដូចទេវតាជាមកដល់អ្នកណាហ៊ានបន្លំអ្នកណាអាចបន្លំបានឃើញបញ្ជីក្រាំងមាសហើយមិនគោរពលើកទៅគប់ខ្ញុំកូនប្រុសតកូលចាំងក៏ជាអ្នកកាន់ក្រាំងមាសថ្ងៃនេះខ្ញុំយកបញ្ជីក្រាំងមាសមករៀបការប្រពន្ធតាមបញ្ជាគ្រូបើកផ្លូវឲ្យគេឡើងឋានសួគ៌មិនចង់ឃើញចរិតប្រហើននឹងការប្រមាថទោះទេវតាក៏ខ្ញាល់ដែរថ្ងៃនេះតាមច្បាប់ទេវតាខ្ញុំសូមវិនិច្ឆ័យក្តីយិនគឺខ្ញុំយកនាងជាប្រពន្ធចង់ឲ្យនាងរុងរឿងតែត្រូវនាងក្បត់ទៅវិញបង្ហាញថានាងមិនស្មោះត្រង់គ្រូសាយានខ្ញុំចូលសក្តីដណ្ដឹងដល់ផ្ទះបែរជាភ្លេចគុណស្រ័យគេក្បត់ពាក្យសន្យាគ្រួសារគ្មានគុណធម៌សូម្បីអស់លោកអភិជនក៏អញ្ចឹងដែរខ្ញុំអញ្ជើញមកចូលរួមពិធីបែរជាអស់លោកមកប្រមាថមើលងាយខ្ញុំខ្វះការគួរសមលើខ្ញុំមិនស្មោះត្រង់មានសច្ចៈមិនដឹងខ្យល់អស់លោកចង់ស្លាប់ដោយរបៀបម៉េចលោកម្ចាស់ចាំងពួកខ្ញុំមិនដឹងពីសាវតារបស់លោកម្ចាស់ទើបប៉ះពាល់លោកម្ចាស់ធ្ងន់ធ្ងរយល់ដល់ពួកខ្ញុំមិនដឹងខ្យល់អីលោកម្ចាស់ទុកជីវិតពួកខ្ញុំផងមិនដឹងខ្យល់មិនមែនកំហុសទេតែភាពអវិជ្ជានាំឲ្យមនុស្សក្អេងក្អាងគួរមានទោសមិនអាចលើកលែងបានលោកម្ចាស់ជាងពួកខ្ញុំមិនយល់ការប៉ុន្តែមនុស្សគ្រួសារណានគ្មានកំហុសទេឲ្យប្រពបរិច្ចាគទ្រព្យសម្បត្តិពាក់កណ្ដាលធានាជីវិតកូនចៅគ្រួសារណានគ្រួសារចៅខ្ញុំសុខចិត្តបរិច្ចាគទ្រព្យសម្បត្តិពាក់កណ្ដាលសូមលោកម្ចាស់ទុកជីវិតកូនចៅគ្រួសារចៅផងខ្ញុំក៏សូមបរិច្ចាគទ្រព្យសម្បត្តិពាក់កណ្ដាលសូមលោកម្ចាស់លើកលែងជីវិតកូនចៅខ្ញុំផងបើអស់លោកយកកំហុសខ្លួនឯងទៅហើយអាចលើកលែងទោសស្លាប់បានលោកម្ចាស់ខ្ញុំសុខចិត្តបរិច្ចាគទ្រព្យសម្បត្តិពាក់កណ្ដាលឲ្យតែលោកម្ចាស់ព្រមរៀបការជាមួយស៊ឺគ្រូសាយិនមកមាត់ធំដល់ហើយហ៊ានប្រមាថខ្ញុំម្ដងហើយម្ដងទៀតចង់ឲ្យខ្ញុំរៀបការជាមួយកូនស្រីដែលមិនស្មោះត្រង់គ្រូសាយិនចង់រលាយទាំងអស់គ្នាមែនទេចាំងសាំងលីមបានលោកពិតជាអ្នកកាន់បញ្ជីក្រាំងមាសពេលនេះអ្វីដែលសំខាន់លោកបើកបញ្ជីតែងតាំងទេវតាមិនមែនប្រើអំណាចយកប្រយោជន៍ផ្ទាល់ខ្លួនលោកពិតជាអ្នកកាន់ក្រាំងមាសទេមិនខុសទេបើគេពិតជាអ្នកកាន់បញ្ជីក្រាំងមាសឥឡូវគួរតែបើកក្រាំងមាសដើម្បីឲ្យគ្រប់គ្នាដឹងការពិតដល់ពេលនោះចាំចម្រះសេចក្តីជាក្រោយក៏មិនហួសពេលដែរបើមិនអញ្ចឹងលោកមិនមែនអ្នកកាន់ក្រាំងមាសទេសូមលោកម្ចាស់បើកបញ្ជីក្រាំងមាសសូមលោកម្ចាស់បើកបញ្ជីក្រាំងមាសល្អអញ្ចឹងខ្ញុំនឹងធ្វើឲ្យអស់លោកអស់ចិត្ត
ឋានសួគ៌មានវិន័យរាំងមាសបង្ហាញខ្លួនដើម្បីតែងតាំងទេវតាបើកវាបើកមិនបានទេបើមិនកម្ចាត់ទោសៈក្នុងចិត្តបង្ខំបើកក្រាំងមាសអាចស្លាប់រលាយព្រលឹងមិនបានទេមិនតាន់សងសឹកគំនុំគ្រួសារបណ្ដាំគ្រូមិនតាន់បានសម្រេចខ្ញុំមិនអាចស្លាប់បានទេឱកាសមិនតាន់ដល់បញ្ជីក្រាំងមាសបើមិនកើតទេបើមិនកើតឬមួយមិនហ៊ានបើកអស់លោកខ្ញុំជឿជាក់ថាគ្រប់គ្នានៅទីនេះទាំងអស់គ្រាន់តែជាក្បួនបោកប្រាស់ដែលគេរៀបចំទុកគោលបំណងចង់ឲ្យគ្រួសារយានអោនក្បាលចង់បានទ្រព្យសម្បត្តិអភិជននៅជាងហៃអញ្ចឹងសោះពេលពួកយើងប្របរិច្ចាគទ្រព្យសម្បត្តិទើបគេទុកជីវិតឲ្យពួកយើងប៉ុន្តែបញ្ជីក្រាំងមាសអំបញ្ញមិញមនុស្សគ្រាន់តែជាការបញ្ចាំងស្លាយតែប៉ុណ្ណោះអាល្អិតអាចរៀបចំល្អក្នុងរយៈពេលខ្លីបែបនេះចាត់ទុកថាឯងជាអ្នកនៅក្នុងចំណោមមនុស្សប៉ុន្តែបញ្ជីក្រាំងមាសធ្វើឲ្យឯងបែកការហើយពេលនេះមិញលោកដូចជាក្អេងក្អាំងណាស់ឥឡូវមានអ្វីអួតទៀតលោកឯងចង់ស្លាប់របៀបម៉េចពេលខ្ញុំកាត់បញ្ជីក្រាំងមាសអស់លោកដូចចង្គង់លើដីខ្លួនញ័រទៅត្រើតដូចគោរពខ្ញុំខ្លាំងណាស់តែពេលខ្ញុំពន្យាពេលបាក់ក្រាំងមាសបែរជាបដូរទឹកមុខរបៀបនេះធ្វើដូចជាឆ្កែឆ្កួតអញ្ចឹងតាមមើលអស់លោកមានឈ្មោះជាអភិជនគ្រាន់តែជាមនុស្សគ្មានខួរក្បាលគិតចូលចិត្តធ្វើបាបអ្នកទុនខ្សោយតែប៉ុណ្ណោះឯងមានពេលនិយាយសម្ដីថ្លោះនៅទីនេះយកល្អយកពេលគិតធ្វើដើម្បីរក្សាជីវិតឯបានខ្ញុំជាកូនប្រតិកូលចាំងក៏ជាអ្នកកាន់បញ្ជីក្រាំងមាសអ្នកណាអាចកំណត់ឲ្យខ្ញុំស្លាប់រស់ខ្ញុំអាចគ្រួសារយានមានអំណាចនៅចាំងហីដៃក្តប់ណានសឹងអាចកំណត់ឲ្យលោកស្លាប់រស់បានទេមានសិទ្ធអញ្ចឹងបន្ថែមខ្ញុំមួយទៀតគ្រួសារជួងជាអ្នកខ្លាំងនៅជីងឆឹងអំណាចពីពេញក្រោមមេឃប៉ុណ្ណឹងគ្រប់គ្រាន់ទេអ្នកណាចង់ចូលរួមជាមួយទៀតឆាប់ចេញមុខមកចាំងសាំងលាវខ្ញុំចាត់ការរួមគ្នាតែម្ដងមានអ្នកណាទៀតចុះបើរួមតែគ្រួសារចៅខ្ញុំឯងបន្លំខ្លួនជាអ្នកកាន់ក្រាំងមាសបោកប្រាស់គ្រួសារអភិជនឯងមិនស្លាប់ព្រោះយើងយកមុខទៅទុកឯណាមានខ្ញុំម្នាក់ទៀតរួមតែខ្ញុំដែរអស់លោកមិនទាន់យល់ច្បាស់ពីឋានៈខ្ញុំចង់ផ្ដាច់ជីវិតខ្ញុំផងមិនខ្លាចត្រូវកំភ្លៀងម្ដងទៀតទេឈប់បង្ហាញទឹកមុខអំនួតទៀតទេឥឡូវទុកឲ្យគ្រួសារយានគ្រួសារជួងចេញមុខនឹងការគ្រប់គ្រងពីអភិជននៅជាងហៃលោកឯងអស់ផ្លូវរស់ហើយអ្នកយាមមុនពេលខ្ញុំមិនទាន់ប្រើកម្លាំងបាយខ្ញុំទុកឱកាសឲ្យអស់លោកសុំទោសជាលើកចុងក្រោយហេចាំងសាំងលាវឯណាអំណាចលេខ1ក្រោមមេឃរបស់ឯងនៅចំពោះមុខអំណាចពិតប្រាកដចាញ់ហើយមែនទេមិនបាច់និយាយច្រើនជាមួយមនុស្សចោលមកសៀតសម្អាតសម្រាមចាំទទួលអ្នកកាន់ក្រាំងមាសចាត់ការទៅខ្ញុំទិញជីងស៊ូមកពីអ៊ីឈិនខ្ញុំចាញ់យូវ៉ាន់មកពីចុងជ័យនាំយកដៃទឹកមកធ្វើការសន្យា100ឆ្នាំគ្រួសារទិញនៅអ៊ីឈិនគ្រួសារមេតបជាអ្នកដឹកនាំកងទ័ពការពារនៅព្រំដែន100ឆ្នាំនោះមែនទេគ្រួសារចាយនៅចុងជ័យគឺជាស្ដេចត្រាញ់ប្រចាំតំបន់នោះតាសូមគោរពអ្នកកាន់ក្រាំងមាសក្រោកឡើងតាមពិតគឺជាអ្នកកាន់ក្រាំងមាសមែនយិនស៊ឺស៊ឺអស់លោកអភិជននៅចាំងហៃដៅទឹកទាំងពីរធ្វើសាក់សីគ្រួសារធំទាំងពីរជាអ្នកធានាឥឡូវអាចបញ្ជាក់ឋានៈខ្ញុំបានហើយនៅពួកអស់លោកឮទេលោកម្ចាស់ជាងពួកខ្ញុំយកច្រឡំដោយសារតែគ្រួសារយានទើបល្ងីល្ងើមួយពេលមិនថាល្ងីល្ងើមួយពេលឬមានអ្នកណាដឹកចំោះបំពេញអ្នកកាន់ក្រាំងមាសគួរតែសម្លាប់ចោលគ្រួសារចាយខ្ញុំសុំស្បត់បដូរស្លាប់រស់ជាមួយអ្នកកាន់ក្រាំងមាសអ្នកណាប្រឆាំងអ្នកកាន់ក្រាំងមាសក៏ជាសត្រូវគ្រួសារចាយខ្ញុំដែរអស់លោកចង់ធ្វើសត្រូវគ្រួសារចាយខ្ញុំដែរទេឬមួយចាំងសាំងលីជាអ្នកកាន់បញ្ជីក្រាំងមាសមែនឈប់សិនអ្នកនាងទីងអ្នកនាងចៅកន្លែងណាអាចបញ្ជាក់ថាគេជាអ្នកកាន់ក្រាំងមាសពិតប្រាកដអ្នកអាចដឹកនាំពិធីតែងតាំងទេវតាគឺជាអ្នកកាន់បញ្ជីក្រាំងមាសឬមួយមានអ្នកអាចបន្លំខ្លួនជាអ្នកកាន់បញ្ជីក្រាំងមាសអ្នកនាងចៅគេជាជនពាលហ៊ានបន្លំខ្លួនជាអ្នកកាន់បញ្ជីក្រាំងមាសគ្រួសារយានខ្ញុំអាចធ្វើសាក់សីពួកយើងត្រូវគេបោកប្រាស់ច្បាស់ណាស់ប៉ុន្តែ
អ្នកនាងចាយខ្ញុំនិងអ្នកកាន់ក្រាំងមាសក៏មានកិច្ចសន្យារៀបការដែរយើងមានគោលដៅដូចគ្នាខ្ញុំមិនកុហកទេគេគឺជាជនបោកប្រាស់គ្មានអ្នកណាហ៊ានកុហកគ្រួសារទីងខ្ញុំទេលោកឯងចង់ស្លាប់របៀបម៉េចសម្ដីប្រមាណម៉ាត់អាចផ្លាស់ប្ដូរចំហរបស់នាងបាត់ទៅហើយឈ្មោះថាគ្រួសារអភិជនមិនបានជាល្ងងយ៉ាងនេះអ្នកនាងទើបតែទទួលបានដំណឹងគ្រួសារយានចៅនឹងទីងសុទ្ធតែកាន់ដើរទៅដល់កន្លែងរៀបចំពិធីអស់ហើយគេអាចជាអ្នកកាន់បញ្ជីក្រាំងមាសទេបញ្ជាឲ្យគេរៀបចំជំនូនយើងទៅជួបអ្នកកាន់បញ្ជីក្រាំងមាសចាប្រហែលមនុស្សប្រុសចង់បោកប្រាស់គេហ៊ានក្អេងក្អាងអ្នកណាបញ្ជាឲ្យលោកធ្វើអញ្ចឹងពួកនាងថាខ្ញុំបន្លំជាអ្នកកាន់បញ្ជីក្រាំងមាសតែលិខិតភ្ជាប់ពាក្យអាចคล้ายៗទេពួកនាងបើកភ្នែកធំមើលឲ្យច្បាស់លិខិតនេះពិតឬคล้ายមានត្រាត្រឹមត្រូវលិខិតនេះពិតប្រាកដខ្ញុំក៏ថាពិតដែរលិខិតនោះជារបស់ពិតមែនប៉ុន្តែឯងសម្អាងអីថាឯងជាជាងសាំងលាវមិនខុសទេលិខិតភ្ជាប់ពាក្យលួចគេមកមិនមែនអំណះអំណាងពិតប្រាកដបើធ្វើខុសហើយគួរទទួលស្គាល់មិនគួរអុកឡុកនៅក្នុងពិធីដែលជាការមាក់ងាយគ្រួសារអភិជននិយាយអញ្ចឹងពួកនាងក្បត់ពាក្យសន្យាហើយគ្រូខ្ញុំកាល100ឆ្នាំមុនចុះពីភ្នំបាក្រាំងមាសភ្ជាប់និស្ស័យគ្រួសារទាំង4កំណត់រៀបការ100ឆ្នាំក្រោយធ្វើឲ្យគ្រួសារយានមានទ្រព្យសម្បត្តិមហាសាលបន្សល់ទុកដោយទឹកខ្លាសជួយនាងខ្លាយជានាគក្នុងពិភពជំនួញចំណែកគ្រួសារទីងទទួលបានយុទ្ធសាស្ត្រដឹកនាំទ័ពបន្សល់ទុកដោយទឹកនាគខៀវជួយឲ្យនាងខ្លាយជាប្រមុខដឹកនាំកងទ័ពគ្រួសារចៅទទួលបានមិត្តភ័ក្តិរាប់អានអស់ទទួលបានដៅសៀនអ៊ូជួយនាងមានតំណែងខ្ពស់ក្នុងសង្គមគ្រប់គ្នាសោយសុខជាមួយការប្រជែងរបស់គ្រូខ្ញុំឥឡូវចង់ក្បត់ពាក្យសន្យាមែនទេការទៅកម្រាំងឬមួយខ្លាចស្អីនេះជាក្បួនស្ពិនភ្នែកចាំសាំងលៀងយានសឺខ្ញុំសម្រាប់រៀបការជាមួយអ្នកកាន់ក្រាំងមាសត្រូវតែបញ្ចូលឈ្មោះក្នុងបញ្ជីក្រាំងមាសត្រូវរុងរឿងតចំនួនមិនអាចដើម្បីលិខិតភ្ជាប់ពាក្យនេះឲ្យខ្ញុំរៀបការជាមួយមនុស្សថោកទាបដូចលោកឯងទេមិនខុសទេលិខិតភ្ជាប់ពាក្យលោកលួចគេមកវាមិនអាចជារបស់លោកទេទិញជីងស៊ូខ្ញុំព្រមរៀបការជាមួយអ្នកកាន់ក្រាំងមាសបានលោកនៅតែមានអ្នកយកលិខិតនេះមកបង្ខំចាយយុវ័នខ្ញុំសុកចិត្តផ្ដាច់ពាក្យវិញទិញជីងស៊ូខ្ញុំក៏សុកចិត្តផ្ដាច់ពាក្យដែរចំណែកខ្ញុំយានស៊ឺក៏ផ្ដាច់ពាក្យដែរខ្ញុំលេងយូយានមកពីជីងឆឹងមិនផ្ដាច់ពាក្យទេគ្រូសាលាវមកពីជីងឆឹងនាំយកដើរទឹកមករៀបការតាមសន្យាឲ្យទៅលោកយល់ព្រមខ្ញុំនឹងខ្លាចជាប្រពន្ធលោកពេលនេះមកដល់ថាការភ្ជាប់ពាក្យទាំង4ដែលលោកគ្រូកំណត់ថ្ងៃនេះមានតែគ្រូសាមួយប៉ុណ្ណោះព្រមធ្វើតាមប៉ុន្តែត្រឹមតែមួយគ្រប់គ្រាន់ហើយអ្នកនាងលាវបើអ្នកនាងមិនប្រព្រឹត្តផ្ដាច់ពាក្យចាងសាំងលាវខ្ញុំមិនធ្វើឲ្យអ្នកនាងខកបំណងទេលីយូយៀនថ្ងៃនេះបធានមិនរៀបចំពិធីតែងតាំងទេវតាអ្នកកាន់ក្រាំងមាសចិត្តមកដល់ហើយព្រោះតែលិខិតភ្ជាប់ពីអត់ប្រយោជន៍មួយច្បាប់នាងសុកចិត្តរៀបការជាមួយមនុស្សសម្រាមបែបនេះមានស្នាមបោះត្រាត្រឹមត្រូវជាការសន្យាច្បាស់លាស់មិននឹងបំពេញទេអ្នកដែលត្រូវអនុវត្តជាមួយគ្រួសារយើងទាំង4មានតែអ្នកកាន់ក្រាំងមាសមិនមែនមនុស្សថោកទាបម្នាក់នេះបានគ្រប់គ្នាដែលកាន់លិខិតភ្ជាប់ពាក្យសុទ្ធតែអាចរៀបការជាមួយយើងគ្រួសារយើងទាំង4នឹងត្រូវគេសាយចំអកនាងចង់រៀបការជាមួយមនុស្សបោកប្រាស់មិនត្រឹមធ្វើឲ្យគ្រួសារលីវត្រាអាម៉ាស់នឹងបាត់បង់ឱកាសបញ្ចូលឈ្មោះក្នុងបញ្ជីក្រាំងមាសអ្នកណាមិនទទួលស្គាល់លិខិតភ្ជាប់ពាក្យតែខ្ញុំទទួលអ្នកក្បត់សន្យាតែលីយូយៀនខ្ញុំមិនស្ដាយក្រោយទេមិនមើលកលៈទេសៈពិតជាល្ងងណាស់តាមមើលនាងនឹងសម្រាប់ម្នាក់នេះសំគ្នាបំផុតបើអញ្ចឹងពិធីតែងតាំងទេវតាថ្ងៃនេះគ្រួសារយើងទាំង3មានសំណាងជាប់ឈ្មោះក្នុងក្រាំងមាសអនាគតនឹងរុងរឿងនាងនាំគូដណ្ដឹងចោលមកសៀតរបស់នាងថយចេញទៅពួកនាងទេដែលទៅថយចេញខ្ញុំបញ្ជាឲ្យធានមិនរៀបចំពិធីតែងតាំងទេវតាអញ្ជើញអភិជនមកចូលរួមក៏ព្រោះតែចង់ធ្វើតាមការសន្យានៅចំពោះមុខមហាជនយកការចោះឈ្មោះក្នុងក្រាំងមាសជាចំនួនរៀបការកូនស្រីគ្រួសារទាំង4ជាប្រពន្ធតែឥឡូវគ្រួសារទាំង3ដាច់ចិត្តផ្ដាច់ពាក្យបាត់បង់ការគាំទ្រពីអ្នកកាន់ក្រាំងមាសកុំសង្ឃឹមបានបញ្ចូលឈ្មោះក្នុងបញ្ជីក្រាំងមាសទៀតសំខាន់លោកឯងមិនមែនអ្នកកាន់បញ្ជីក្រាំងមាសចំណែកគ្រួសារយានខ្ញុំក្តោបក្តាប់អាយុជីវិតសេដ្ឋកិច្ចនៅជាងហៃលោកមានសិទ្ធិដែរទេមានទេរឿងទ្រព្យសម្បត្តិនៅចំពោះមុខខ្ញុំមានតម្លៃតតែសោះគ្រួសារទីងខ្ញុំគ្រប់គ្រងកងទ័ពទូទាំងប្រទេសលោកមានសិទ្ធិទេអំណាចកងទ័ពនៅក្នុងដៃខ្ញុំគ្មានអីអស្ចារ្យទេគ្រួសារចាយខ្ញុំគ្រប់គ្រងមុខចំនួនគ្រប់ទីកន្លែងលោកមានសិទ្ធិទេតំណងរកស៊ីនៅក្នុងចិត្តខ្ញុំដោយផ្សែងហោះកាត់មុខតំណងរកស៊ីទ្រព្យសម្បត្តិក្បួនសឹកកងទ័ពសុទ្ធតែកើតចេញពីអ្នកកាន់បញ្ជីក្រាំងមាស
ថ្ងៃនេះពួកនាងបែរជាប្រឆាំងនឹងព្រំលិខិតគិតថាខ្លួនឯងអស្ចារ្យខំសម្ញែងនៅចំពោះមុខខ្ញុំប្រឹងសម្ដែងខ្លាំងណាស់ចាត់ទុកថាខ្លួនឯងមើលតែអ្នកគ្រប់គ្រងបឋិនមិនជាអ្នកកាន់ក្រាំងមាសមែនឬអីអ្នកយាមឆាប់អូម្នាក់នេះចេញទៅអ្នកណាហ៊ានបានហើយឯងគ្រាន់តែជាឆ្កែអង្កេស៊ីដែលគេអាចសម្លាប់បានគ្រប់ពេលមិនខ្លាចជាកៅអៀកស្បែកឆ្កែបបអញ្ចឹងលីយូយៀននាងនៅតែមិនយល់ប្រុសចៅមកសៀតម្នាក់នេះគេអាំងលិខិតភ្ជាប់ពាក្យមួយច្បាប់ដើម្បីបានតោងគ្រួសារយើងទាំង4ប៉ុណ្ណោះមនុស្សសម្រាមមានគំនិតថោកទាបបែបនេះគួរឲ្យខ្ពើមណាស់ធ្វើម៉េចទើបអាចផ្លាស់ប្ដូរគំនិតថោកទាបលោកបានធ្វើម៉េចទើបអាចឲ្យលោកចេញទៅវិញប្រើលុយប្រើអំណាចប្រហែលជាអាចបំផ្លាញគំនិតរវើរវាយលោកបាននាងចង់ធ្វើអីលិខិតភ្ជាប់ពាក្យនេះជាវត្ថុតាងដែលគ្រួសារទាំង4ភ្ជាប់ពាក្យជាមួយអ្នកកាន់បញ្ជីក្រាំងមាសឥឡូវខ្លាចជាដុំភ្លើងដែលមនុស្សថោកទាបដោយលោកបង្ខំពួកយើងទៅវិញបើអញ្ចឹងពួកនាងគិតឲ្យច្បាស់ម្ដងទៀតលោកគ្រូខ្ញុំយកមិញធ្វើជាអាញាយកដៃទឹកធ្វើជាសាក្សីយកកិត្តិយសភាពរុងរឿងជាចំនួនបំផ្លាញលិខិតភ្ជាប់ពាក្យបីដូចធ្វើឲ្យមេឃដីខឹងសម្បាដល់ពេលនោះពួកនាងគ្មានឱកាសបកក្រោយវិញទេអ្វីដែលខ្ញុំត្រូវការគឺមានឈ្មោះក្នុងបញ្ជីក្រាំងមាសខ្ញុំមិនត្រូវការមានពាក់ព័ន្ធជាមួយមនុស្សចំអាសៀតដូចលោកនោះទេវារឿងអីទៅហើយនេះខិតភ្ជាប់ពាក្យចោលល្មើច្បាប់ឋានសួគ៌ទេវតាខ្ញាល់ដែលកម្រើកនេះជាបំភ្នូលអាក្រក់ណាស់ខ្ញុំចង់ដឹងថាបំភ្នូលអាក្រក់នេះធ្វើអីខ្ញុំបានបើពួកយើងឲ្យលិខិតភ្ជាប់ពាក្យចោលលោកឯងព្រមដើរចេញលែងតោងទាមមែនទេខ្ញុំប្រមានពួកនាងលើកចុងក្រោយលទ្ធផលឲ្យលិខិតភ្ជាប់ពាក្យចោលពួកនាងគ្មានផលល្អទេល្អណាស់គេថាអ្នកមិនដឹងគ្មានទោសខ្ញុំបញ្ជាក់សវតាខ្លួនឯងម្ដងទៀតទុកឱកាសឲ្យពួកនាងទាំង3គ្រួសារតែពួកនាងចាត់ទុកការយោគយល់របស់ខ្ញុំគ្មានតម្លៃបើពួកនាងធ្វើអ្វីស្រេចតាមអំពើចិត្តប្រមាថខ្ញុំដូចសត្វរឿងអីខ្ញុំត្រូវយោគយល់ឲ្យទៀតតែវាជេកពួកនាងយល់ថាខ្លួនឯងជាអភិជនជាអ្នកមានស្រុកស្ដំគិតថាខ្លួនឯងខ្ពង់ខ្ពស់លើគេថ្ងៃនេះខ្ញុំប្រើដាវទឹកជែកនេះកាត់ផ្ដាច់ដង្ហើមរបស់ពួកនាងបំបាក់ភាពក្រអឹកក្រទមពួកនាងកុំឲ្យពួកនាងបានចិត្តខ្លាំងពេកឋានៈតូចទាបដោយអាចោមសៀតឯងនេះទោះបីងាប់ចាប់ជា100ដងទៀតក៏មិនអាចកាត់ផ្ដាច់ដង្ហើមគ្រួសារទាំង4បានដែរដាវទឹកទាំង4គឺអ្នកកាន់ក្រាំងមាសប្រទានឲ្យទុកនៅគ្រួសារទាំង4ច្រើនឆ្នាំគ្មានអ្នកណាប៉ះពាល់គ្មានអ្នកដកបានឯងចង់ដកដាវផ្ដាច់ដង្ហើមគេគិតថាពួកយើងនឹងជឿឯងមែនខ្ញុំមិនត្រូវការអ្នកណាជឿទេខ្ញុំចង់ឲ្យអស់លោកមើលឲ្យបានច្បាស់គ្រួសារអស់លោកដុនដាបបែបនេះហេតុអីពួកយើងថាឲ្យប៉ុណ្្នឹងហើយនៅតែមិនព្រមដើរចេញទៀតគិតថាចង់ធ្វើជាកៅអៀកស្បែកឆ្កែយកបានអ្វីគ្រប់យ៉ាងមែនទេគិតថាមានលាវយូយានការពារចង់ធ្វើអីតាមអំពើចិត្តត្រូវទេខុសហើយមិនព្រមភ្ញាក់រលឹកនិយាយក្អេងក្អាងគួរតែស្លាប់លោកម្ចាស់ប្រយ៉ាងដើរទៅការពារម្ចាស់មិននឹងអាចទៅឬមួយគេពិតជាអាចដកដើរទៅបានមែនមិនអាចទេសូម្បីអ្នកបន្តវេនគ្រួសារធំទាំង4ក៏ដកមិនបានលើលោកនេះមានតែអ្នកកាន់បញ្ជីក្រាំងមាសទៅដកបានគេប្រកាសជាលេងល្បិចថ្ពិនភ្នែកមិនជឿហ៎អញ្ចឹងបើកភ្នែកធំចាំមើលដើរទឹកលវីជែកស្ដាប់បញ្ជាចេញពីស្រោមគ្រួសារលេខ្ញុំរងចាំ100ឆ្នាំដើរទឹកលវីជែកចេញពីស្រោមហើយមិនអាចទេត្រឹមឆ្កែព្រៃមួយក្បាលមិននឹងអាចដកដៅរួចទៅដើរទឹកលវីជែកចេញពីស្រោមខ្ញុំទុកឱកាសឲ្យពួកនេះម្ដងទៀតព្រមទទួលស្គាល់ខ្ញុំទេព្រមទទួលកំហុសអត់លោកម្ចាស់ខ្ញុំអមប្រកំភៃដើរទឹកលវីជែករសារទុកដល់គ្រួសារលឺ100ឆ្នាំចំណែកលាវយូយាននិងអម្នាក់នេះទំនាក់ទំនងគ្នាជិតស្និទ្ធដូច្នេះវាអាចដកដៅទៅបានរឿងនេះច្បាស់ជាមានបញ្ហាអូឬមួយគ្រប់យ៉ាងក៏ជាអបាយកលរបស់គ្រួសារលាវអាចោមសៀតនេះជាទិញម៉ងដែលនាងរកបោនតើអញ្ចឹងទៅឆ្កែអាណាថាតាមផ្លូវមិនភ័យខ្លាចទាត់តែសោះហ៊ានអុកលុកក្នុងពិធីតែងតាំងទេវតាតាមពិតនេះទៅជាក្នុងបង្អែកលោកឯងលាយូយានដំបងខ្ញុំគិតថានាងគ្រាន់តែជាមនុស្សភ្លើដែលសុកចិត្តធ្លាក់ខ្លួនតែមិនស្មានថានាងមានមហិច្ឆតាធំដុំម្លឹងនាងចង់ដេញគ្រួសារយើងទាំង3ចេញបន្ទាប់មកបញ្ចូលឈ្មោះក្នុងក្រាំងមាសម្នាក់ឯងគួរឲ្យស្ដាយភាពបរាជ័យដ៏ធំបំផុតដែលនាងជ្រើសរើសយកប្រុសម្នាក់នេះជាគូអនាគត
ថ្ងៃនេះទុកឲ្យមនុស្សចោលមកសៀតខ្ញុំកាត់ផ្ដាច់សំណាងគ្រួសារយានដើរទឹកខ្លាសនៅឯណា ត្រកូលជាងលោកចង់ធ្វើអី គ្រូខ្ញុំកាល100ឆ្នាំមុនប្រទៀតដើរទឹកដល់គ្រួសារទាំង4ចូលលិខិតភ្ជាប់ពាក្យដើរទឹកទាំង4មិនត្រឹមតែជាវត្ថុបញ្ចាំចិត្តក៏សម្រាប់ការពារសំណាងគ្រួសារទាំង4ដែរយានស៊ឺរជាងហៃនាងហៃលិខិតភ្ជាប់ពាក្យចោលទុកដូចផ្ដាច់ផ្លូវបញ្ចូលឈ្មោះក្នុងក្រាំងមាសឥឡូវខ្ញុំមកបាក់ដើរទឹកផ្ដាច់សំណាងគ្រួសារយានចោលអ្វីដែលលោកគ្រូបកគោលឲ្យត្រូវយកមកវិញទាំងអស់ដើរមួយនេះអាចបើកទ្វារមិនបានបំបាក់ខ្លាសកាត់ផ្ដាច់ផ្លូវទ្រព្យ ប៉ា ដើរទឹកខ្លាសខ្ទេចអស់ហើយជាងសាំងលាវឯហ៊ានបំផ្លាញដើរទឹកខ្លាសដែលในការក្រាំងមាសប្រគល់ឲ្យ លោកឯងហ៊ានបំផ្លាញដៅទឹមដូចជាប្រកាសសង្គ្រាមជាមួយគ្រួសារយានបាក់ធាននិងអ្នកកាន់ក្រាំងមាសយានស៊ឺខ្ញុំស្បន់ខ្ញុំនឹងប្រើអំណាចទំនាក់ទំនងទាំងអស់ធ្វើឲ្យលោកឯងបាត់រូបពីលើលោក ខ្លាសខ្ទេចអស់ហើយសំណាងល្អក៏ត្រូវកាប់ផ្ដាច់ទេវតាចាប់ផ្ដាប់ដាក់ទោសខ្លាចតែនាងគ្មានឱកាសទៀតទេដែលនាងវិវត្តធំហើយទើបទទួលបានដំណឹងថាអាគារទាំងប្រមាណដែលយើងធ្វើចំនួនតែរលំហេហ៊ុនគ្រួសារយានធ្លាក់អស់ពាក់កណ្ដាល មិនចាំទៅវិញមិនអាចទេដាច់ខាតមិនអាចទេខ្ញុំមិនជឿថាត្រឹមតែម្ដាយអាចបំផ្លាញមូលដ្ឋានគ្រឹះគ្រួសារយាន100ឆ្នាំ នេះគាត់តែជាការចាប់ផ្ដើមគ្មានដៅទឹកខ្លាសការពារសំណាងគ្មានលិខិតភ្ជាប់ពាក្យការពារនាងគ្រួសារយានច្បាស់ជាត្រូវខ្សែធនត្រឹមប្រហែលថ្ងៃនេះដល់ពេលនោះខ្ញុំចង់ដឹងថាអ្នកនាងធំធ្លាប់មានអំនួតកប់មេឃតើនៅក្អេងក្អាងទៀតដែរទេជាងសាំងលាវយូយានទាំងនេះជាបាយការរបស់ពួកឯងដើម្បីធ្វើបាបគ្រួសារយាន យើងគ្មានគំនុំរឿងអីខ្ញុំត្រូវធ្វើ ខ្លួន បា ឯ ប ងសាងបាបទៅបន្ទោសអ្នកណាមិនខ្វល់ពួកឯងប្រើល្បិចអ្វីក៏ដោយពួកឯងប្រញាប់ទម្លាក់អាវុធចុះបើមិនដូច្នោះយាននឹងប្រើប្រាស់អំណាចគ្រប់យ៉ាងដើម្បីសម្រាប់ពួកឯងបិទមាត់ដែលទឹកទាំង4ដែលលោកគ្រូបន្សល់ទុកឲ្យថ្ងៃនេះខ្ញុំកំតិចតែដាវ3ជុងទិញហៃឯងគ្មានសិទ្ធិទទួលបានដាវទេដាវទី2ដល់វេននាងហើយ មិញលោកឯងគ្រាន់តែសំណាងលោកឯងអាងអំណាចរបស់លីយូយានបំផ្លាញគ្រួសារយានឬមួយចង់ប៉ះពាល់អំណាចកងទ័ពរបស់គ្រួសារទីង កងទ័ពកំពុងការពារព្រំដែនខ្ញុំគោរពកោតសរសើរខ្លាំងបំផុតរឿងអីដែលខ្ញុំត្រូវប៉ះពាល់អ្វីដែលខ្ញុំចង់ប៉ះពាល់គឺគ្រួសារទីងដាវទឹកអ្នកខៀវនៅឯណាដាវទី2បំបាក់អ្នកខៀវដកសិទ្ធទ័ព តែទឹកខ្ទេចមួយទៀតហើយចាំងសាំងលាវលោកឯងធ្វើអីគ្រួសារទីងខ្ញុំ ខ្លាចមែនទេខ្លាចហើយមែនទេប្រហែលនាទីមុនអស់លោកហាក់ដូចប្រើអំណាចប្រមាថមើលងាយខ្ញុំចង់ជន់ឈ្លីខ្ញុំដល់ដីឥឡូវបាយជាអោនក្បាលសុំអង្វរអ្នកខ្លះមិនហ៊ានទាំងហើបមាត់និយាយស្រួលបួលមិនព្រមស្ដាប់គ្នាតើតែខ្ញុំលេងថតក្តៅទើបអស់ចិត្តមែនទេអស់លោកមិនមែនខ្លាចខ្ញុំទេតែអស់លោកខ្លាចទទួលពីនៃកុំបារម្ភតែម្នាក់ក៏មិនឲ្យរួចខ្លួនដែរ ចាំងសាំងលាវឆ្លើយភ្លាមមកលោកឯងធ្វើអីគ្រួសារទីងខ្ញុំ សាទាយមើល ខ្ញុំប្រដៅជាមួយលោកឯងហើយ មហាបរោះមានបញ្ហាគ្រួសារទីងនៃអ៊ីឈិនខົບខិតសត្រូវខាងក្រៅចិញ្ចឹមតបផ្ទាល់ដកហូតសិទ្ធកងទ័ព ទេមិនអាចទេគ្រួសារទីងការពារព្រំដែនរឿងអីត្រូវធ្លាក់ខ្លួនដល់ថ្នាក់នេះលោកឯងបំផ្លាញគ្រួសារទីង ការពារព្រំដែនសាងគុណសម្បត្តិគឺកងទ័ពទាំងអស់នោះមិនមែនអង្គើក្នុងសាច់ដូចគ្រួសារទីងនាងទេគ្រួសារទីងគួរតែស្លាប់យូរហើយមិនថាខ្ញុំបំផ្លាញដាវទាំងពីរអំបញ្ញមិញបំបាក់គ្រួសារធំទាំងពីរចុះដាវទី3 ចាំងសាំងលាវខ្ញុំខុសហើយខ្ញុំជឿសមត្ថភាពលោកខ្ញុំរៀបការនឹងលោក ពេលហើយខ្ញុំទុកឱកាសឲ្យនាងច្រើនលើកនាងបាយជាឲ្យលិខិតភ្ជាប់ពាក្យចោលទុកខ្ញុំដូចជាសត្វធាតុបើមិនកំទេចដាវនេះច្បាប់ទេវតាណែណាគុណធម៌នៅទីណាដាវទឹកសៀនអ៊ូបង្ហាញខ្លួនដាវទី3បំបាក់សៀនអ៊ូបំផ្លាញកំណាង ប៉ាយ៉ាងម៉េចហើយ
គ្រប់គ្នាផ្ដាច់ទំនាក់ទំនងជាមួយគ្រួសារចៅខ្ញុំលោកបំផ្លាញគ្រួសារចៅដែលខំកសាង100ឆ្នាំ ខុសហើយខ្សែបណ្ដាញគ្រួសារចៅជំនួយគ្រួសារយានគ្រួសារទិញកាន់សិទ្ធិទ័ពគឺលោកគ្រូខ្ញុំជាអ្នកផ្ដល់ឲ្យអ្នកណាសាងអ្វីទទួលបានផលនឹងខ្ញុំដកដាវចេញចំនួន3ហើយដាវមួយចុងក្រោយជាងសាំងលាវតែដើម្បីក្បាលដូចជាឯងលេងអស់ចិត្តហើយនៅចឹងអ៊ីវ៉ាន់ម្ចាស់សំណាក់ចឹងលោកមកវិញហើយពួកខ្ញុំប៉ះពាល់អ្នកកាន់ក្រាំងមាសម្ចាស់សំណាក់ជួយនិយាយការពារគ្រួសារណានខ្ញុំផងម្ចាស់សំណាក់ចឹងប៉ធានមិននិងអ្នកកាន់ក្រាំងមាសទំនាក់ទំនងចិត្តស្និទ្ធលោកជាម្ចាស់សំណាក់ឥឡូវនេះមានតែលោកទេដែលអាចជួយអង្វរពួកខ្ញុំបានអង្វរគេអង្វរឆ្កែដើម្បីក្បាលមែនទេអស់លោកត្រូវគេបោកប្រាស់ហើយអ្នកកាន់ក្រាំងមាសដែលអស់លោកនិយាយនេះគឺជាអ្នកប្រុសធំក្នុងគ្រួសារជាងកាលពីមុនសប្តាហ៍ថ្ងៃជាឆ្កែដើម្បីក្បាលខ្ញុំដឹងមុនថាគេគ្រាន់តែបន្លំខ្លួនប៉ុណ្ណោះកាលនោះគ្រួសារជាងត្រូវគេសម្លាប់ត្រឹមតែមួយយប់នៅសល់អម្នាក់នេះគ្រាន់បន្តវងត្រកូលខ្ញុំនឹងឈឺអ៊ីចេះល្អខំចិញ្ចឹមគេប៉ុន្តែគេបែរជារត់គេចខ្លួនរហូតដល់ថ្ងៃនេះជាងសាំងលាវខានជួប5ឆ្នាំមិនបានឯងកាន់តែថោកទាបកាន់តែល្ងងខ្លៅបែបនេះអ្វីដែលមិនប្រែប្រួលគឺមុខមាត់ចោលមកសៀតអត់ប្រយោជន៍ដដែលដោយការពីមុនធ្លាប់លុតជង្គង់ចំពោះមុខខ្ញុំសម្រាប់នៅតែជាសម្រាប់មិនអាចធ្វើមនុស្សអស់មួយជីវិតឃើញមុខលោកខ្ញុំយល់ថាសំណាងដែលសម្រាប់ចិត្តទាត់លោកចោលជាការជ្រើសរើសត្រឹមត្រូវឆ្នាំមុនឯងជាអ្នកប្រុសធំគ្រួសារជាងមានឋានៈខ្ពង់ខ្ពស់ខ្ញុំគ្រាន់តែជាអ្នកតាមហែហោម5ឆ្នាំក្រោយខ្ញុំខ្លាចជាម្ចាស់សំណាក់ធានមិនអំណាចធំធេងប៉ុន្តែគេខ្លាចជាអ្នកសុំទានតាមផ្លូវជួបខ្ញុំម្ដងទៀតឯងមានអារម្មណ៍ភ្ញាក់ផ្អើលទេមិនភ្ញាក់ផ្អើលតតែសោះពីព្រោះខ្ញុំជាអ្នកហៅឯងមកនិយាយផ្ដេសផ្ដាសថ្ងៃនេះអ្នកកាន់បញ្ជីក្រាំងមាសរៀបចំពិធីតែងតាំងទេវតាអ៊ីវ៉ាន់ក្នុងនាមម្ចាស់សំណាក់ធានមិនត្រូវមកចូលរួមដោយផ្ទាល់គ្មានអីពាក់ព័ន្ធជាមួយសម្រាមសំបីបន្តែកុំនិយាយអញ្ចឹងអីយ៉ាងណាយើងធ្លាប់ស្គាល់គ្នាបែកគ្នា5ឆ្នាំម្ដងនេះខ្ញុំត្រូវតែជន់ឯងឲ្យនៅក្រោមបាតជើងឲ្យឯងបើកភ្នែកធំធំមើលខ្ញុំអំណាចលើមនុស្សរាប់សែនអ្នកខៀវពិតជាធ្លាប់មានអំណាចលើមនុស្សរាប់សែនចំណែកពួកអត់ពឹសដូចជាឯងបានត្រឹមតែកប់ក្នុងភក់ប្រហើនមនុស្សបន្លំខ្លួនដូចជាឯងហ៊ានមកនិយាយជាមួយលោកម្ចាស់សំណាក់បែបនេះផងដឹងថាធានមិនមានន័យយ៉ាងម៉េចទេមានន័យស្មើនឹងមានអំណាចក្នុងប្រទេសអាចបង្វិលចក្រវាឡបានម្ចាស់សំណាក់តំណែងស្មៅច្បាយក្រុងរឿងឋានៈនិងសមត្ថភាពនៅលើគ្រួសារអភិជនធំទាំង4បានតើប៉ុន្តែបើប្រៀបធៀបជាមួយអ្នកកាន់ក្រាំងមាសយ៉ាងម៉េចទៅវិញអ្នកកាន់ក្រាំងមាសត្បិតតែមានអំណាចកំពូលប៉ុន្តែបធានមិនចិត្តស្រិតជាមួយគេត្បិតថាខ្ញុំមិនដល់អ្នកកាន់ក្រាំងមាសសម្រាមដូចជាឯងចង់សកាត់ខ្ញុំដូចជាយល់សពទាំងថ្ងៃហើយម្ចាស់សំណាក់ជាងសានលេសម្ដីធ្លោះក្អេងក្អាងបន្លំជាអ្នកកាន់ក្រាំងមាសអុកលុកពិធីតែងតាំងទេវតាដែលបធានមិនរៀបចំថែមទាំងបំផ្លាញដើរទឹកគ្រួសារទាំង3គ្រួសារយានខ្ញុំស្នើសុំបធានមិនចេញមុខកម្ចាត់មនុស្សអាក្រក់នេះគ្រួសារទីងខ្ញុំស្នើសុំម្ចាស់សំណាក់ចេញមុខគ្រួសារចៅខ្ញុំស្នើសុំម្ចាស់សំណាក់ចេញមុខជាងសាំងលាវឯងពិតជាសារកំហុសធំណាស់ដំបូងគិតថាចង់បានឯងជាឆ្កែបំរើប៉ុន្តែឯងចង់ស្លាប់គ្រួសារទាំង3សំណុំពរខ្ញុំមានតែគ្រួសារលេខ្ញុំនៅជីងឆឹងស្នើសុំម្ចាស់សំណាក់បន្ធូរដៃនាងលាវបន្ធូរដៃមិនបានទេហេតុអីចាត់ការមនុស្សអាក្រក់ដើម្បីការពារយុត្តិធម៌បើបន្ធូរដៃបីដូចបណ្ដែតបណ្ដោយជនអាក្រក់ចឹងអ៊ីវ៉ាន់ខ្ញុំជាសត្រូវជាមួយជនអាក្រក់ចឹងអ៊ីវ៉ាន់កាលនោះពេលឯងដណ្ដើមគូដណ្ដឹងខ្ញុំហេតុអីមិនខ្វល់ពីយុត្តិធម៌នៅពេលឯងប្រមាថធ្វើបាបខ្ញុំហេតុអីមិនដឹងទៅធ្វើអាក្រក់របស់ខ្លួនពេលនេះចេញមុខរយុត្តិធម៌ឯងធ្វើជាមនុស្សត្រឹមត្រូវតែមិនអាចបិទបាំងសន្តានអាក្រក់ក្នុងខ្លួនឯងបានទេចាំងសាំងលាវបានជាខ្ញុំឲ្យពួកឯងទាំងពីរចូលមកដោយសារខ្ញុំធ្លាប់ទទួលការប្រមាថពីគេខ្ញុំចង់រំសាយកំហឹងជាមួយមនុស្សក្បត់ដាវមួយនេះខ្ញុំបានត្រៀមសម្រាប់ឯងហើយចាំងសាំងលាវឯងនិយាយអស់ចិត្តហើយនៅតាមឋានៈរបស់ខ្ញុំពេលនេះមិនមែនសម្ដីឯងប្រមាណម៉ាត់អាចលាបពណ៌ខ្ញុំបានទេតាមអំណាចខ្ញុំសពថ្ងៃមិនមែនឯងអាចយកដាវមួយដើមមកគំរាមខ្ញុំបានដែរមែនទេពេលវេលា5ឆ្នាំឯងខ្លាយខ្លួនពីអ្នកហែហោមទៅជាម្ចាស់សំណាក់ធានមិនរឿងអីខ្ញុំមិនអាចខ្លាយជាអ្នកកាន់ក្រាំងមាសឯងមិនខ្លាចពិតមែនទេតួឯងជាអ្នកកាន់ក្រាំងមាសតើវាយ៉ាងម៉េចខ្ញុំជាម្ចាស់សំណាក់ធានមិនទទួលបញ្ជាពីលោកមេប៉ាតួឯងជាអ្នកកាន់ក្រាំងមាសអាចធ្វើអីខ្ញុំបានទៅឲ្យតែតែមានបធានមិនក្រោមមេឃនេះខ្ញុំចង់ធ្វើអីក៏បានដែរនៅចាងហៃខ្ញុំមានសិទ្ធិគ្រប់យ៉ាងបើអញ្ចឹងបើកភ្នែកឯងមើលឲ្យច្បាស់ទៅនេះជាអ្វី
ធានមិន មិនអាចទេមិនបានឯងមានស្លាកបញ្ជាប៉ាធានមិនឃើញស្លាកបញ្ជាប៉ាដូចឃើញលោកមេប៉ាចឹងអ៊ីវ៉ានមិនមែនរត់ជង្គង់មិនទៅជាអញ្ចឹងប៉ាផ្ដល់កិត្តិយសឲ្យឯងក៏អាចដកតំណែងឯងបានដែរធ្វើជាកូនចៅប៉ាធានមិនមួយថ្ងៃក៏ត្រូវតែគោរពវិន័យប៉ាចឹងអ៊ីវ៉ានចាងឈីវអ៊ីឥឡូវខ្ញុំអាចចាត់ការពីអ្នកឯងបាន លោកម្ចាស់ខ្ញុំខុសហើយខ្ញុំមានភ្នែកមិនស្គាល់ភ្នំថៃសានសូមវល់ទុកឱកាសឲ្យខ្ញុំម្ដងទៅសូមវល់ទុកជីវិតឲ្យខ្ញុំផង ទុ លោ ក ក ជី ម្ វិត ចាស់ ឲ្យនាងកាលពីមុននាងក្បត់ខ្ញុំពេលនាងចង់ឲ្យជីវិតខ្ញុំស្លាប់នាងធ្លាប់គិតថាទុកជីវិតខ្ញុំទេ ទាំងអស់នេះជាកលល្បិចរបស់ចង្អ៊ីហ្វានគេជាអ្នកបង្ខំខ្ញុំធ្វើឲ្យបង្ខំចិត្តលោកម្ចាស់ទុកជីវិតផងលោកម្ចាស់ លោកម្ចាស់ខ្ញុំពួកឯងធ្លាប់ប្រមាថខ្ញុំបំផ្លាញខ្ញុំធ្វើឲ្យគ្រួសារប្រត់ប្រាស់គ្នាឲ្យពុកម្ដាយស្លាប់ចោលអស់បើមិនកំចាត់ពួកឯងចោលកំហឹងមិនរំសាយទេបើពីអ្នកឯងមិនស្លាប់ច្បាប់ទម្លាប់នៅឯណាលោកម្ចាស់រឿងទាំងអស់នេះមានអ្នកបញ្ជាក្រោយខ្នងខ្ញុំគ្រាន់តែបំរើគេដែរទុកជីវិតឲ្យខ្ញុំផងប្រាប់មកអ្នកណាបញ្ជាក្រោយខ្នងឯងមិនភ្ញាក់រលឹកមែនទេដាវទី4នេះកំចាត់ជនអាក្រក់រំសាយកំហឹងដាវទី4នេះកំចាត់ជនអាក្រក់ កុំ រំសាយកំហឹង3ថ្ងៃខ្ញុំទុកពេលឲ្យពួកឯងត្រឹម3ថ្ងៃជន់បញ្ជាក្រោយខ្នងតើត្រូវនាំមកបង្ហាញនៅចំពោះមុខខ្ញុំពុំនោះទេពួកឯងនឹងត្រូវស្លាប់ កុំ ព្រះអគីល្វាជែកចូលស្រោមវិញយូយិនតោះយើងទៅ លោកម្ចាស់ តាមការភ្ជាប់ពាក្យឥឡូវយើងខ្លាចជាគូដណ្ដឹងនឹងគ្នាហើយមិនបាច់ចាត់ទុកគ្នាជាអ្នកក្រៅទេនាងត្រឡប់ទៅត្រៀមខ្លួនវិញចុះចាំខ្ញុំជម្រាបលោកគ្រូឲ្យទៅខ្ញុំមក ការ ទទួល ពិនខ្ញុំក៏ហត់លោកម្ចាស់ទេអ្នកដែលត្រូវរៀបការជាមួយលោកម្ចាស់មិនមែនខ្ញុំអ្នកបញ្ចូលឈ្មោះក្នុងក្រាំងមាសក៏មិនមែនខ្ញុំដែរគឺជាបងស្រីខ្ញុំដែលនាងខ្ញុំលួចយកមកពីផ្ទះទេលោកម្ចាស់ជាងអ្នកនាងធំមិនចង់មកតាមការណាត់ទៅបានអ្នកនាងទី2លួចយកដើរទឹកលវាចេកនេះមកឈប់និយាយសូមលោកម្ចាស់ធ្វើតាមការសន្យាដណ្ដឹងបងស្រីខ្ញុំលីវហ្វាំងហ្វីរៀប ចុះ ការ បើខ្ញុំមិនព្រមនាងចង់ធ្វើនឹង គ្រប់យ៉ាងជាកំហុសខ្ញុំសូមលោកម្ចាស់កុំផ្ដាច់ពីអី ណែណាថាខ្ញុំចង់ផ្ដាច់ពាក្យ ចុះមិញលោកម្ចាស់ថា ខ្ញុំត្រូវរៀបការជាមួយកូនស្រីកុសាលីវមិនមែនជាមួយលីវហ្វាំងហ្វៃទេគឺជាមួយនាងតែម្ដង នេះមិនក៏អញ្ចឹង គូដណ្ដឹងខ្ញុំគឺជាឈ្មោះនាងទុកចិត្តចុះរងចាំខ្ញុំទៅដណ្ដឹងរៀបការ លោកម្ចាស់ខ្ញុំអាចប្រកល់ភពនិស័យនេះទៅឲ្យបងស្រីបានទេ នាងចង់បោះចោលឱកាសបញ្ចូលឈ្មោះក្នុងក្រាំងមាស ប៉ុន្តែខ្ញុំមិនចង់បោះបង់គ្រួសារខ្ញុំទេខ្ញុំលួចយកដើមមកគ្រាន់តែចង់បំពេញតាមពាក្យសន្យាកុំឲ្យគ្រួសារលីត្រូវបណ្ដាសាឥឡូវខ្ញុំធ្វើតាមការសន្យាហើយនិស័យនេះគួរប្រកល់ឲ្យបងស្រីខ្ញុំគាត់ជាកូនស្រីច្បងនិយាយពីឋានៈរូបសម្រស់ចំណេះដឹងគាត់ ខ្ញុំមិនខ្វល់អ្វីផ្សេងទេខ្ញុំត្រូវការតែនាងខ្ញុំដឹងនាងបារម្ភមិនចង់ទទួលយកនិស្ស័យនេះកាន់តែមិនចង់ឲ្យគ្រួសារបែកបាក់គ្នាអញ្ចឹងខ្ញុំមានតែបោះបង់ឋានៈជាអ្នកកាន់ក្រាំងមាសនិងមេបធានមិនធ្វើជាមនុស្សធម្មតាចូលទៅស្ដីនឹងនាង ប៉ុន្តែ នេះជាការសម្បទានចុងក្រោយរបស់ខ្ញុំម្យ៉ាងទៀតដាច់ខាតកុំលួចផ្ដូរមនុស្សឲ្យសោះព្រោះខ្ញុំចង់រៀបការជាមួយតែនាងលីវយូយៀនទើបគ្រួសារលីវមិនត្រូវបណ្ដាសាជួននាងលីវទៅត្រៀមខ្លួននៅជីងឆឹង ចា ឆាប់ផ្សាយបញ្ជាត្រៀមបណ្ដាការនឹងចំនួនទៅអបអរពិធីចម្រើនអាយុនៅគ្រួសារលីវជួដំណឹងអស់ក្រៅមេឃបើក្រាំងមាសតែងតាំងទេវតាពន្យាពេល7ថ្ងៃសិនស៊ឺធូឆាងឈីងដើរទៀបនគរខាងជើងសម្ដេចឆាងស៊ុនអ៊ីស្ដេចនាគហួងភូឡុងទៅអញ្ជើញដល់ សូមគោរពលោកម្ចាស់ ចាស់ មិនបាច់គួរសមពួកយើងមកជួបអ្នកកាន់បញ្ជីក្រាំងមាសឯណាអ្នកកាន់បញ្ជីក្រាំងមាស សម្ដេចអ្នកកាន់បញ្ជីក្រាំងមាសចាក់ចេញទៅបាត់ហើយអ្នកកាន់បញ្ជីក្រាំងមាសមកដល់ជាងហៃរៀបចំពិធីបើកក្រាំងមាសតែងតាំងទេវតាប៉ុន្តែមិនទាន់បានបើកទេដោយសារតែមានបញ្ហាបន្តិចបន្តួចដូច្នេះអ្នកកាន់បញ្ជីក្រាំងមាសចេញទៅវិញបាត់ហើយតើធ្វើយ៉ាងម៉េចទៅ ចម្លាច់មែន
អ្នកកាន់បញ្ជីក្រាំងមាសមានបំណងតែងតាំងទេវតាពួកខ្ញុំមិនក៏បានទទួលដំណឹងក្រោយគេទៅវិញយើងខំប្រញាប់មកជួបបែរជាមិនបានឃើញមុខអ្នកកាន់បញ្ជីក្រាំងមាសដូចជាមិនសមហេតុផលខ្ញុំដឹងហើយគ្រួសារពួកខ្ញុំទាំង4គ្រួសារយានសម្បូរទ្រព្យគ្រួសារទីងកាន់ទ័ពគ្រួសារចៅពូកែធ្វើជំនួញគ្រួសារលាវគ្រប់គ្រងកិច្ចការបកធានមិនខ្ញុំហ៊ានសន្មតថាអ្វីទាំងនេះជាល្បិចរបស់លាវយូយាននិងជាងសាំងលាវពួកគេបន្លំខ្លួនជាអ្នកកាន់បញ្ជីក្រាំងមាសបង្កាត់ពិធីតែងតាំងទេវតាខ្លាំងៗព្រោះមិនចង់ឲ្យបែកការទើបអញ្ជើញតែពួកខ្ញុំប្រមាណគ្រួសារនិងអភិជនមួយចំនួននៅជាងហៃអ្វីដែលពួកគេធ្វើគ្រាន់តែចង់បញ្ចូលឈ្មោះខ្លួនឯងក្នុងក្រាំងមាសលើលោកនេះមានមនុស្សបន្លំជាអ្នកកាន់ក្រាំងមាសចង់បន្លំឈ្មោះក្នុងបញ្ជីដំណឹងបានពីបកធានមិនអ្នកកាន់ក្រាំងមាសសម្រាប់ថាពន្យាពេល7ថ្ងៃសិនក្រាំងមាសតែងតាំងទេវតាកំណត់ដោយឋានសួគ៌មានពាក់ព័ន្ធនឹងជីវិតមនុស្សលើលោកមិនក៏ត្រូវពន្យាពេលស្រេចចិនប្រកាសជាអ្នកកាន់ក្រាំងមាសលើថាមានមនុស្សបន្លំខ្លួនជាគាត់ទៅខាងខ្លាំងរួចសម្រាប់ចិត្តពន្យាពេលបាក់ក្រាំងមាសពីអ្នកនោះតាណាហើយអូគួរតែត្រឡប់ទៅជិញឆៅវិញហើយល្អធ្វើដំណើរទៅរាជធានីជាមួយខ្ញុំដើម្បីតតាំងជាមួយជនបន្លំខ្លួនសម្ដេចលេយូយានបំផ្លាញកម្មវិធីរបស់យើងខ្ញុំត្រូវការពេលវេលារៀបចំខ្លួនបន្តិចយ៉ាងណាពួកយើងប្រឆាំងដាច់អាហង្ការទៅសម្ដេចពួកខ្ញុំព្រមចូលរាជធានីជាមួយសម្ដេចខ្ញុំចង់ឃើញអាចង្រៃនោះស្លាប់ដោយចំពោះមុខខ្ញុំខ្លាំងណាស់ល្អទៅរាជធានីជាមួយខ្ញុំចំណែកអ្នកផ្សេងទៀតត្រូវលាក់រឿងកាត់ឡើងថ្ងៃនេះទុកសិនខ្ញុំមិនអោយអ្នកណាម្នាក់បំផ្លាញមុខមាត់អ្នកកាន់បញ្ជីក្រាំងមាសនោះបានទេចាជាងសាំងលាវយើងត្រូវតែបំផ្លាញឯងឲ្យសល់តែផេះឈិនហ្វាងជឺតារាធានសុនសូមគោរពលោកមេប៉ាលោកមេប៉ាខ្ញុំបានធ្វើតាមបញ្ជាលោកមេប៉ារៀបចំបណ្ដាការនឹងចំនួនក៏ហៅកូនចៅក្នុងប៉ះទាំងអស់ដឹកជញ្ជូនសម្ភារៈគ្រាន់តែនិយាយទៅខ្ញុំថ្លឹមធំស្នើសុំលោកមេប៉ាលោកចៅមង្គលការជាមួយគ្រួសារលីវទទួលការងារគ្រប់គ្រងសាខាបកនៅរាជធានីប៉ុន្តែសាងអាក្រក់ច្រើនណាស់តើកំហុសទាំងអស់មានកត់ត្រានៅក្នុងបញ្ជីសូមលោកមេប៉ាពិនិត្យគ្រួសារលីវប៉ាបងស្រីលេយូយានឯងជាកូនឥតខាំស្លាហ៊ានដណ្ដើមយកដៅទឹកលវាជេងដឹងថាខ្លួនឯងនាំទុកប៉ុណ្ណាទេដៅទឹកលវាជេងនេះគឺអ្នកកាន់ក្រាំងមាសចំនួនមុនបន្សល់ទុកឲ្យយើងក៏ជាផុសតាំងសម្រាប់គ្រួសារយើងរុងរឿងហើយលើរងចាំតែអ្នកកាន់ក្រាំងមាសមកដណ្ដឹងបងស្រីឯរៀបការគ្រួសារលីវយើងនឹងបានខ្ពង់ខ្ពស់ប៉ុន្តែបងស្រីធ្លាប់និយាយថាគាត់ត្រូវរៀបការជាមួយអ្នកប្រុសគ្រួសារហ្វាងនិយាយតែផ្ដេសលីវហ្វាងហ្វីត្រូវបញ្ចូលឈ្មោះក្នុងបញ្ជីក្រាំងមាសរឿងអីត្រូវរៀបការជាមួយអ្នកប្រុសឋានៈធម្មតាកុំគិតថាឯងដណ្ដើមយកដៅទឹកលវាជែកទៅអាចដណ្ដើមគូដណ្ដឹងរបស់យើងបានឯងត្រូវចាំឲ្យច្បាស់ឯងក៏ដូចម្ដាយឯងដែរនៅក្នុងផ្នែកយើងគ្រាន់តែជាមនុស្សសាមញ្ញតូចទាបត្បិតតែជាមនុស្សសាមញ្ញតូចទាបប៉ុន្តែយូយាននៅតែមានប្រយោជន៍យូយានបន្តិចទៀតនេះរៀបចំខ្លួនក្រោយពេលរៀបចំចម្រើនអាយុលោកតាហើយឯងរៀបការចូលគ្រួសារវាងមិនបានខ្ញុំភ្ជាប់ពាក្យរួចហើយគូដណ្ដឹងខ្ញុំនឹងចូលស្ដីដណ្ដឹងនៅថ្ងៃចម្រើនអាយុលោកតាអ្នកណាឲ្យឯងថ្លើមធំហ៊ានសម្រេចរឿងរៀបការចិត្តឯងមិនខ្វល់ថាឯងរកប្រុសបានមកពីណាប៉ាមិនអនុញ្ញាតឯងនៅជាមួយវាទេណែយាមចាប់ពីថ្ងៃនេះទៅឯងត្រូវឃុំនៅក្នុងផ្ទះសិនមិនឲ្យចេញពីគ្រួសារលីវទេក៏មិនឲ្យតាក់ទងអាម្នាក់នោះដែរប៉ាកុំធ្វើអញ្ចឹងអីប្រយ័ត្នមានរឿងកុំបារម្ភអីគូដណ្ដឹងរបស់ឯងនោះចាំយើងជួយចាត់ចែងជំនួសអបអរសាទរជិញគុយប៉ាខ្ញុំត្រៀមជូនប៉ាជាពិសេសគុជដូចបំណងជូនប៉ាជនអាមេយុយិនយូសុខភាពល្អប្រសើរល្អណាស់ឲ្យតែហ្វាំងហ្វៃបានរៀបការជាមួយអ្នកកាន់ក្រាំងមាសគ្រួសារលីវយើងជាប់ឈ្មោះក្នុងបញ្ជីក្រាំងមាសយើងច្បាស់ជាសុខភាពល្អហើយប្រកាសឲ្យប៉ាវាងសាំងយូគ្រួសារវាងខ្ញុំយកចំនួនជូនពរថ្ងៃចម្រើនប្រជជន
ឯណាលាវយូយៀនមិនក៏មិនឲ្យគេចេញមកក្រៅទទួលដែលប្រវាងលាវយូយៀនលួចយកដៃទឹកលវាជែកភ្ជាប់ពាក្យចិត្តឯងត្រូវខ្ញុំចាប់ឃុំហើយថាម៉េចឯងចង់ឲ្យហ្វាំងហ្វៃទទួលដែលប្រវាងចំនួនមែនទេឆាប់ហៅគេចេញភ្លាមមកបាទខ្ញុំវាងសាំងយូអបអរថ្ងៃចម្រាប់បញ្ជនលោកម្ចាស់លាវលោកម្ចាស់ធំអញ្ជើញនេះជាយិនសិនកម្រតម្លៃ1លាននេះវិញជាគុជសតម្លៃ10លានមួយនេះកំពីក្បាច់គុណតម្លៃ100លានល្អណាស់អរគុណប្រហើយទាំងនេះចំនួនសម្រាប់ពិធីចម្រើនអាយុលោកម្ចាស់ធំក៏ជាបណ្ដាការជូនកុសលលាវនៅចំពោះមុខអស់លោកអភិជនខ្ញុំសូមដណ្ដឹងលាវយូយៀនអ្នកនាងទី2ក្នុងគ្រួសារលាវស្ដីដណ្ដឹងលោកមានសិទ្ធិអីចាងសាំងលាវមកពីចាងហៃអបអរសាទរលោកម្ចាស់ធំនិងស្ដីដណ្ដឹងចាងសាំងលាវមកពីចាងហៃខ្ញុំមិនដែលលើឈ្មោះម្នាក់នេះទេអ្នកនាងធំគ្រួសារលាវជាប់ពាក្យជាមួយអ្នកកាន់បញ្ជីក្រាំងមាសរួចហើយមនុស្សតូចតាចដូចជាលោកចង់ដណ្ដើមប្រពន្ធពីអ្នកកាន់ក្រាំងមាសមែនទេសុំទោសខ្ញុំមកស្ដីដណ្ដឹងអ្នកនាងទី2គ្រួសារលាវយូយៀនលោកម្ចាស់ធំខ្ញុំនឹងយូយៀនភ្ជាប់ពាក្យរួចហើយលើកនេះខ្ញុំនាំយកបណ្ដាការមកស្ដីដណ្ដឹងដល់ផ្ទះគ្រួសារលាវមិនក៏អញ្ចឹងដែលនាងទី2ភ្ជាប់ពាក្យជាមួយមនុស្សដល់ទៅ2នាក់ចង់លេងសើចនឹងគ្រួសារវាងខ្ញុំត្រូវទេអ្នកប្រុសវាងកំអាលខឹងលាវយូយៀនគ្រាន់តែល្ងើមកពេលរត់ចេញពីផ្ទះទើបទៅភ្ជាប់ពាក្យជាមួយនឹងប្រុសម្នាក់នេះមិនមែនបានន័យថាគ្រួសារលាវយល់ព្រមទេអ្នកប្រុសកុំបារម្ភលោកជាប្រុសដែលលាវយូយៀនរកបាននៅខាងក្រៅនឹងឯងរូបសម្បត្តិដូចមនុស្សម្នាដែរតែខ្ញុំទៅពេលឲ្យ3វិនាទីមកពីណាទៅទីនឹងវិញទៅចាំងសាំងលាវខ្ញុំយកបណ្ដាការស្ដីដណ្ដឹងបើចង់ដេញខ្ញុំចេញទៅវិញ3គ្រួសារលាវនៅជិញឆឹងនេះគ្មានសុជីវធម៌បែបហ្នឹង2ខ្ញុំចង់ជប់យូយៀន1អ្នកយាមវាយបំបាក់ដៃជើងគេបោះចេញទៅក្រៅប្រហើនហ៊ានអុកលុកក្នុងពិធីចម្រើនអាយុគ្រួសារលាវពួកលោកទៀតដែលប្រហើនតាមហេតុផលខ្ញុំភ្ជាប់ពាក្យជាមួយយូយៀនហើយទើបមកដណ្ដឹងរៀបការខ្ញុំខំយកបណ្ដាការយកមកជូនដល់ផ្ទះបើជាគ្មានអ្នកទទួលខ្ញុំជាភ្ញៀវហ៊ានដេញខ្ញុំចេញទៅវិញគ្រួសារលាវល្បីឈ្មោះមានកិត្តិយសធំធេងមកមើលមនុស្សគ្រប់គ្នាបែបហ្នឹងមែនទេជាភ្ញៀវបណ្ដាការទុកសម្រាប់ប្រើលើអភិជនមានវត្តមានទីនេះមិនមែនសម្រាប់ឆ្កែដំបៅក្បាលតាមផ្លូវឬក៏សម្រាប់នេះទេមនុស្សកំបាក់កំបែកតូចទាបមានសិទ្ធិអីចូលរួមពិធីចម្រើនអាយុឯងដើរចូលមកជាការប្រមាថដល់គ្រួសារអភិជនទាំងអស់ទីនេះមិនមែនជាស្រុកកំណើតឯងទេមិនមែនជាប្រជាជនបន្តិចបន្តួចអាចចូលមកអុកលុកតាមចិត្តបើយល់កលៈទេសៈប្រញាប់ថយចេញទៅបើមិនចឹងទេខ្ញុំនឹងញែកឯងឲ្យដូចជាសម្ោចមួយក្បាលអញ្ចឹងចាំងសាំងលាវយកចំនួនមកដល់ផ្ទះមិនមែនមិនចង់អុកលុកទេទី1ដើម្បីអបអរសាទរទី2ចូលស្ដីដណ្ដឹងការប្រមាថបែបនេះខ្ញុំយល់មកដល់យូយៀនទើបមិនប្រកាន់ច្រើនទេប៉ុន្តែអស់លោកត្រូវយល់ឲ្យច្បាស់អស់លោកចាប់ប្រកាន់ខ្ញុំបែបនេះថ្ងៃក្រោយនឹងខ្លាចជាគ្រាប់បែកសម្រាប់ពួកអស់លោកវិញដូច្នេះហើយយកល្អអស់លោកនិយាយស្ដីឲ្យប្រយ័ត្នប្រយែងនិយាយបានល្អប៉ុន្តែពាក្យអស់នេះមិនមែនកូនក្មេងដូចឯងមកក្អេងក្អាងនៅទីនេះបានទេនិយាយស្ដីមើលឋានៈគេផងនិយាយស្ដីឲ្យចេះថ្លឹងថ្លែងមនុស្សតូចទាបដូចជាឯងគួរតែលុតជង្គង់នៅមាត់ទ្វារនិយាយពាក្យល្អល្អជូនពរប្រមាណម៉ាត់ប្រហែលជាយើងបោះឆ្អឹងប្រមាណដុំឲ្យឯងក៏គេអញ្ចឹងបានគេថាត្រឹមលើវាចត្រឹមក្រោមមិនត្រង់លោកម្ចាស់ធំស្ដាប់លោកនិយាយមួយសន្ទុះទើបខ្ញុំដឹងហេតុអីពួកគេគ្មានសិលធម៌សុជីវធម៌យ៉ាងនេះប្រហែលឯងជាស្អីដែរចង់បដៅគ្រួសារលាវយើងផងនិយាយរឿងចំនួនក្រែងឯងថាយកចំនួនអបអរចម្រើនអាយុមែនទេនៅឯណាពឹងលើចំហាយអ្នកក្រចេញពីខ្លួនឯងឬអាងភាពក្លាហានដល់ល្ងងខ្លៅរបស់ឯងចង់បានចំនួនខ្ញុំបានរៀបចំសម្រាប់គ្រួសារលាវចំនួន3មុខចំនួនទី1យិនសិនពាន់ឆ្នាំ100ដើមរាជសីពណ៌ឈាម10គីឡូថ្មកម្រើកមេឃ100នាលចំនួនប៉ុណ្ណឹងគ្រប់គ្រាន់ដែរទេគឺកាន់ចំនួនមកប៉ុណ្ណេះចាំងសាំងលឺចេញពីគ្រួសារស្ដុកស្ដំណាមួយមិនបានជាខ្ញុំមិនដែលលើឈ្មោះឬមួយជាអភិជនលាក់ឈ្មោះមិនអាចទេកុំអាននិយាយដល់យិនសិនពាន់ឆ្នាំត្រឹមតែរាជសីឈាមនេះនិងថ្មកម្រើកមេឃជាវត្ថុកម្រនៅលើលោកទោះជាគ្រួសារអភិជនលំដាប់កំពូលក៏គ្មានលុយទិញដែរ
របស់ច្រើនយ៉ាងនេះច្បាស់ជាខ្លាំងខ្លាយទេ មិនខុសទេរបស់ទាំងអស់ហ្នឹងគ្រួសារលាវមិនដែលឃើញទេលាវយានរកបានមនុស្សសម្រាប់មកពីណារឿងអីមានវត្ថុកម្រក្នុងដៃវត្ថុកម្រលើលោកនេះយកមកធ្វើជាចំនួនមើលទៅដូចជាមុខមាត់ធំណាស់តែធាតពិនវាបង្ហាញសាវតាពិតប្រកបរបស់ឯងវិញទេឯងនៅឈរដល់ណាទៀតថយចេញទៅ កុំតែសាខ្ញុំត្រៀមចំនួនដល់ទៅ3ចំណែកមួយចំណែកនេះគ្រាន់ជូនអបអរថ្ងៃចម្រើនអាយុនិងត្រៀមសម្រាប់បណ្ដាការបើគ្រួសារលីវមិនចង់ផឹកស្រាអញ្ជើញទេមានតែទទួលចំនួនទី2នេះគឺស្លាកបញ្ជាក់ថាមានទោសប្រហើនថ្ងៃនេះជាថ្ងៃចម្រើនអាយុលោកម្ចាស់ធំមិនបានយកស្លាកមកភ្នំមកជូនគ្រួសារលីវចាប់តាំងពីបានអ្នកកាន់ក្រាំងមេការពារទើបបានគ្រប់គ្រងប្រធានមិនឲ្យជិញឆឹងប៉ុន្តែសាងអាក្រក់គ្រប់បែបយ៉ាងរឿងអីខ្ញុំមិនហ៊ានជូនស្លាកអ្នកទោសមួយនេះខ្ញុំហ៊ានយកស្លាកអ្នកទោសមកដល់ផ្ទះមិនចាំបាច់សង្ស័យអ្វីច្រើនទេមានន័យស្មើកាត់ក្តីឲ្យគ្រួសារលីវមានទោស ត្រឹមជាស្លាកថ្មប៉ុណ្ណឹងហ៊ាននិយាយថាកាត់ក្តីគួរឲ្យចង់សើចណាអាឡអិនជប់ប្រើល្បិចបោកប្រាស់មហាជនទៀតទៅមិនអញ្ចឹងមានតែស្លាប់ប៉ុណ្ណោះ គេគ្រាន់តែចេះឆ្កែព្រៃមួយក្បាលរត់ចូលមកភូមិធ្វើមើលតែខ្លួនឯងមានឋានៈខ្ពង់ខ្ពស់លើគេចេះយកសម្រាមមកស្ដេចដណ្ដឹងកូនគេហើយចោទគេថាមានទោសឯងហ៊ានប្រមាថគ្រួសារលីវគិតថាប្រើល្បិចថោកទាបបែបនេះអាចយកឈ្នះនៅនឹងទី2បានមែនទេខ្ញុំប្រើល្បិចថោកទាបថាខ្ញុំគ្រាន់តែចង់បានកូនស្រីគេអស់លោកគិតថាខ្លួនឯងកំពុងខ្ពស់ខ្លាំងណាស់បើអញ្ចឹងទៅហើយចាំខ្ញុំបោះស្បែកមុខអស់លោកបង្ហាញទង្វើទុច្ចរិតឥឡូវនេះ កុំអីយូយៀន ខ្ញុំដឹងថាគ្រូសាលីវធ្វើខុសច្រើនណាស់តែយល់ដល់មុខខ្ញុំយើងនិយាយគ្នាស្ងាត់ៗទៅ យូយៀនខ្ញុំធ្វើនេះដើម្បីផ្ដល់កិត្តិយសឲ្យនាងទើបមកដល់នាងដល់ផ្ទះខ្ញុំខំរៀបចំចំនួនជាច្រើនច្បាប់របស់ធម្មជាតិមានសរសើរនឹងដាក់ពិន័យថ្ងៃនេះបើខ្ញុំមិនធ្វើជាតុលាការបឋិនមិនយកមុខទៅទុកណែឯណាអ្វីទៅជាអំណាចនៃការច្បាប់ក្រាំងមាស ប៉ុន្តែប៉ាលោកតាសុំវល់ឆាប់សុំទោសសាំងលាវទៅប្រហែលជាអាចការពារគ្រូសាលាវបានលេយូយៀនឯងលួចយកដាវលវាចេកភ្ជាប់ពាក្យដល់ចិត្តឯងគួរទទួលពីនៃធ្ងន់តែថ្ងៃនេះអ្នកប្រវាំងមកស្ដីដណ្ដឹងឯងទៅអ្នកផ្ទះដោះលែងឯងចេញមកអ្វីដែលឯងគួរធ្វើពេលនេះគួរតែអរគុណអ្នកប្រវាំងដើម្បីរៀបការជាមួយគ្នាមិនមែនសម្ដែងល្ខោនជាមួយមនុស្សចោលមកសៀតនេះនោះទេគួរតែមិនគួរបញ្ជាឲ្យម្ចាស់គ្រួសារលីវសុំទោសឲ្យមនុស្សអត់ប្រយោជន៍នោះទេកូនឥតខាំស្លាគួរតែចេះស្ដាប់បង្គាប់ដូចឆ្កែចាំផ្ទះមិនមែនសម្ដីប្រហើនដាក់មនុស្សចាស់បែបនេះទេយូយៀនមើលច្បាស់ទៅនេះឬគ្រួសារដែលនាងព្យាយាមចង់ការពារនេះជាសាច់ញាតិដែលនាងថាខ្ពង់ខ្ពស់ចង់ប្រើអំណាចបិទបាំងទោសកំហុសខ្លួនឯងដោយសារទ្រព្យសម្បត្តិគេលែងខ្វល់ពីអារម្មណ៍នាងដែលជាកូនស្រីហើយប៉ុន្តែគ្មានបន្តែទៀតទេខ្ញុំមកដណ្ដឹងនាងគ្រប់គ្នាមិនទទួលស្គាល់ក៏បានប៉ុន្តែការដាក់ពិន័យអស់លោកត្រូវតែទទួលយកគេថាមនុស្សល្ងងមិនគួរឲ្យខ្លាចគ្រួសារលីវយើងកាន់កាប់បឋិនមិនប្រចាំតំបន់និយាយពីអំណាចនៅរាជធានីនេះសឹងតែនៅទូទាំងប្រទេសអ្នកណាក៏ទុកមុខឲ្យដែរសំអាងឯងជាមនុស្សធម្មតាចង់កាត់ក្តីគ្រួសារយើងផងហ៎ដែលយាមឆាប់អូសវាចូលមកប៉ាកុំអីលីវយូយៀនឯងពិតជាកូនចៅមិនសៀតមែនគ្រួសារលីវយើងចិញ្ចឹមកូនបំងបាយហើយចង់ការពារវាមែនទេអញ្ចឹងយើងបំពេញបំណងពួកឯងយកពួកឯងបោះចូលក្នុងសមុទ្រជាមួយគ្នាខុសហើយយូយៀនមិនមែនការពារខ្ញុំទេនេះកំពុងសង្គ្រោះគ្រួសារលីវចេញពីរងើកភ្លើងគួរឲ្យស្ដាយគ្រួសារលីវមានទោសធ្ងន់ណាស់ទោះបីជាស្ដេចនគរនេះមកដោយផ្ទាល់ក៏ការពារពួកលោកមិនបានដែរមនុស្សគ្រួសារលីវមិនឆាប់លុតជង្គង់ស្ដាប់ការកាត់ក្តីមនុស្សគ្រួសារលីវមិនឆាប់លុតជង្គង់ស្ដាប់ការកាត់ក្តីអូយមិនក៏ខ្ញុំក្រោកមិនរួចអាចង្រៃបញ្ញាប់បញ្ឈប់ទង្វើឯងភ្លាមទៅផ្ដេសផ្ដាស់អូវាហ៊ានផ្ទះខ្ញុំចាំស្ដាប់សវនាការគ្រួសារលីវមានទោស4យ៉ាងទី1លោភលន់ប្រើអំណាចប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួនធ្វើឲ្យគ្រួសារគេនិរិះព្រាត់ប្រាសគ្រួសារលីវសោយសុកជាមួយអំណាចក្នុងដៃតើមានទោសអីទៅបើមិនព្រមភ្ញាក់រលឹកគូពីនៃម៉ានេះគឺស្អីទៅអាចង្រៃឯងធ្វើស្អីដាក់យើងណាំពណ៌ក្រហម
ខ្ញុំកំណត់ទោសអ្នកស្រីរួចហើយរងចាំទេវតាកាត់ទោសទី2ក្អេកក្អាងគិតថាខ្លួនឯងនឹងខ្លាំងអំណាចខ្ពង់ខ្ពស់ប្រមាថជន់ឈ្លីអ្នកដទៃ មិនមែនទេមកពីមនុស្សតូចទាបអស់នោះមានចេតនាបង្ករឿងជាមួយខ្ញុំទី3លុបលុនជន់អ្នកដទៃសម្រាប់ជីវិតគេគួរតែពិន័យទី4មោហៈមិនបែងចែកខុសត្រូវមិនរកយុត្តិធម៌គួរពិន័យទោសកំហុសគ្រប់យ៉ាងរបស់គ្រូសាលីវខ្ញុំប្រាសញ្ញាក្រហមរងចាំទេវតាកាត់ទោសថ្ងៃនេះគ្រូសាលីវត្រូវតែរលាយគ្រូសាលីវមិនអាចរលាយទេគ្រូសាលីវមិនអាចរលាយទេលោកម្ចាស់អ៊ីលោកមកដល់ហើយខ្ញុំមកយឺតបន្តិចធ្វើឲ្យអ្នកទាំងពីរលំបាកលោកម្ចាស់អ៊ីមនុស្សចង្រៃនេះអុកឡុកពិធីចម្រើនអាយុគ្រួសារលីវយកស្លាកមុខភ្នំមកធ្វើជាជំនួនថែមទាំងនិយាយថាកាត់ក្តីគ្រួសារខ្ញុំលោកម្ចាស់ត្រូវតែរកយុត្តិធម៌ឲ្យគ្រួសារលីវអ្នកទាំងអស់គ្នាកុំបារម្ភមានអ៊ីសាំងយើងខ្ញុំហើយនៅរាជធានីគ្មាននរណាហ៊ានប៉ះពាល់គ្រួសារលីវទេអ៊ីសាំងយើងលោកជាម្ចាស់សំណាក់ធានមិនឬមួយជាឆ្កែបម្រើគ្រួសារលីវម្ចាស់សំណាក់ធានមិនតែយ៉ាងម៉េចគ្រួសារលីវបានភ្ជាប់ពាក្យជាមួយអ្នកកាន់បញ្ជីក្រាំងមាសអ្នកកាន់ក្រាំងមាសទាំង4ថ្ងៃនេះនឹងចុះពីភ្នំអ្នកនាងធំគ្រួសារលីវត្រូវរៀបការជាមួយអ្នកកាន់បញ្ជីក្រាំងមាសជាប់ឈ្មោះក្នុងបញ្ជីដល់ពេលនោះគ្រួសារលីវកាន់តែរុងរឿងបើអាចធ្វើជាឆ្កែយាមផ្ទះគ្រួសារលីវក៏ជារឿងសំណាងក្នុងជីវិតចំណែកឯងហ៊ាននិយាយថាចង់កំទេចគ្រួសារលីវតើឯងមានសិទ្ធិអីអ្នកកាន់ក្រាំងមាសបើស្គាល់ពីសន្តានរបស់គ្រួសារលីវតើគេអាចយកអ្នកនាងធំគ្រួសារលីវទៀតទេដូច្នេះកាន់តែមិនអាចឲ្យឯងរស់ចាក់ចេញពីទីនេះម្ចាស់សំណាក់ម្នាក់នេះចេះក្បាច់គុណខ្លះប្រញាប់ហៅអ្នកខ្លាំងប៉ធានមិនមកចាប់ខ្លួនវាទៅបាទកូនចៅប៉ធានមិនលោកអាចបញ្ជាកូនចៅប៉ធានមិនបានគិតថាខ្ញុំបញ្ជាមិនបានទេកូនចៅប៉ធានមិនគេអាចបញ្ជាកូនចៅប៉ធានមិនបានដែរឯងជាអ្នកណាថាទៅមើលខ្ញុំជាអ្នកណាស្លាកបញ្ជាធានមិនជាមេប៉ធានមិនអាចទេលោកជង្គង់ស្លាកប៉ធានមិនអាចបញ្ជាកូនចៅប៉ទាំងអស់ឥឡូវជឿហើយឬនៅខ្ញុំមិនជឿទេទាំងអស់នេះជាវិជាធ្មប់របស់ឯងមិនអាចបញ្ជាក់ថាស្លាកបញ្ជាពិតឬคล้ายខ្ញុំចូលប៉ធានមិនរាប់សិបឆ្នាំហើយមនុស្សក្នុងប៉ធានមិនស្គាល់ខ្ញុំសឹងតែគ្រប់គ្នាប៉ុន្តែពួកគេទាំងនេះខ្ញុំមិនស្គាល់សូម្បីតែម្នាក់ម្ចាស់សំណាក់លោកចង់បានន័យថាពួកគេទាំងនេះคล้ายទេសូម្បីគេក៏คล้ายហ៊ាននិយាយថាកាត់ក្តីគ្រួសារយើងឥឡូវសូម្បីស្លាកបញ្ជាឯងក៏คล้ายឯងចង់កាត់ក្តីដល់របៀបណាស្មានថាជានាគឆ្លងសមុទ្រមិននឹកស្មានថាគ្រាន់តែជាកំពឹកបង្កងទុនខ្សោយលោកតាសាំងលីមិនមែនមនុស្សបន្លំទេទាំងអស់គ្នាល្មមភ្ញាក់រលឹកហើយពុំនោះទេគ្រួសារលីពិតជាចាប់មិនខានឯងទេមិនព្រមភ្ញាក់រលឹកឯងរួមដៃជាមួយអ្នកក្រៅមកសម្ដែងចង់ប្រួគ្រួសារលីយើងដើម្បីឯងបានសិទ្ធិអំណាចចំជាពឹសពលមែនគួរតែសម្លាប់ចោលថាខ្ញុំល្ងងក៏បានឈួតក៏បានតែអ្នកទាំងអស់គ្នាដឹងទេថាគេជាអ្នកណាគេជាគំនិតមនុស្សម្នាក់បីដូចជាភ្នំបើពួកគេមិនជឿនាងនិយាយស្អីក៏អត់ប្រយោជន៍ដែរប៉ុន្តែមានវិធីងាយស្រួលយល់ជាងនេះទៅទៀតហើយឈិនហ្វាងជឺមកជួបខ្ញុំភ្លាមប៉ធានមិនក្នុងចំណោមអ្នកការពារទាំង36មានឈិនហ្វាងជឺម្នាក់ដែរដឹងថាខ្លួនឯងកំពុងនិយាយពីអ្វីទេទោះបីយើងជួបបុកគេក៏ត្រូវតែអោនក្បាលគ្រប់គេដែរឯងហ៊ានបញ្ជាហៅឲ្យគេមកជួបឯងមិនខុសទេខ្ញុំចង់ឲ្យគេមកជួបខ្ញុំភ្លាមឯងបន្លំស្លាប់បញ្ជាមានទោសត្រូវស្លាប់ឥឡូវឯងហ៊ានប្រមាថអ្នកការពារប៉ធានមិនចង់ស្លាប់តែពូជមែនទេមិនលឺខ្ញុំនិយាយអ្វីទេហៅឈិនហ្វាងជឺមកទីនេះភ្លាមបាទសំដែងល្ខោនដល់កម្រិតនេះពិតជាធ្វើឲ្យភ្ញាក់ផ្អើលមែនមិនខ្វល់ថាឯងសំដែងឬអត់ឆាប់ប្រគល់បញ្ជីនៅក្នុងដៃរបស់ឯងមកឲ្យយើងភ្លាមប្រហែលជាយើងអាចទុកផ្លូវរស់ឲ្យឯងខ្លះឲ្យមិនបានក្នុងបញ្ជីនេះមានកត់ត្រាទោសកំហុសរាប់សិបឆ្នាំរបស់គ្រួសារលីវមិនអាចឲ្យបាត់សំបីតែមួយទំព័រចំជាមិនស្គាល់ងាប់មែនកូនចៅប៉ធានមិនប្រញាប់ឡើងទៅចាប់អាចង្រៃនេះទៅចិញ្ច្រាំឲ្យម៉ត់បាទពួកឯងចង់ស្លាប់មែនទេឆាប់ថយចេញទៅ
ឆាប់ថយចេញភ្លាមលោកម្ចាស់ឈិនលោកម្ចាស់ចង់ធ្វើស្អីនឹង លោកម្ចាស់ឈិនដូចជាខឹងខ្លាំងណាស់ប្រកាសជាមានអ្នកណាបន្លំស្លាប់បញ្ជាមេប៉ាក់ហើយលោកម្ចាស់គឺម្នាក់នោះចូលមកអុកលុកគ្រួសារលាវបន្លំស្លាប់បញ្ជាមេប៉ាក់ធានមិនបន្លំខ្លួនជាមេប៉ាក់ធានមិនគេបិទមាត់ឈិនហ្វាងជឺសូមគោរពលោកមេប៉ាក់ក្រោកឡើងមកឈិនហ្វាងជឺមនុស្សគ្រួសារលាវទាំងអស់នេះមិនជឿឋានៈរបស់ខ្ញុំសង្ស័យលើខ្ញុំកាត់ក្តីពួកគេដោយប្រើអំណាចចង់សម្លាប់ឲ្យខ្ញុំខ្លាយទៅជាផេះទម្លាក់ចូលសមុទ្រលោកចង់ស្លាប់ជាមួយគេទេខ្ញុំមិនហ៊ានទេលោកម្ចាស់ឈិនលោកច្រឡំមនុស្សហើយវាគ្រាន់តែជាមនុស្សតូចទាបប៉ុណ្ណោះមិនបានខ្លាយជាមេប៉ាក់ធានមិនមេប៉ាក់ធានមិនមានអំណាចប៉ុណ្ណាគ្រប់គ្រងធានមិនដឹកនាំចក្រវាលមិនមែនត្រឹមមនុស្សតូចទាបអាចប្រៀបបានឡើយលោកម្ចាស់លោកងើបមុខឡើងមើលគេម្ដងទៀតអូចង់និយាយថាខ្ញុំមានភ្នែកមិនស្គាល់មនុស្សនិយាយថាលោកម្ចាស់ឋានៈតូចទាបគ្រាន់តែជាសម្រាមគ្រួសារលាវអាចយកដៃបាំងមេឃអាចធ្វើអ្វីបានតាមចិត្តមែនទេបើកភ្នែកមើលឲ្យច្បាស់ទៅពួកឯងកំពុងប្រមាថលោកមេប៉ាក់ធានមិនហើយមិនអាចទេរឿងអីគេជាមេប៉ាក់ធានមិនលាវយូយៀននាងជាកូនឥតខាន់ស្លាត្រូវយើងជន់ជាប់ដីតាំងពីតូចឥឡូវមិនក៏តង់មេប៉ាក់ធានមិននាងជាស្រីថោកទាបគួររៀបការជាមួយអ្នកក្រទៅត្រូវនាងស្រីចង្រៃហ៊ានផ្ទះកំភ្លៀងយើងមែនខ្ញុំកូនឥតខាន់ស្លាជាកំហុសខ្ញុំមែនទេម្ដាយខ្ញុំស្លាប់ចោលបាត់ច្រើនឆ្នាំមកនេះផ្ញើខ្លួនតាមរបងគ្រួសារលាវខ្ញុំតែងយកចិត្តនាងគ្រប់ពេលព្រោះចង់ឲ្យមានថ្ងៃមួយអ្នកទាំងអស់គ្នាចាត់ទុកខ្ញុំជាគ្រួសារតែមួយប៉ុន្តែអ្នកផ្ទះនេះទុកខ្ញុំត្រឹមជាស្មៅប៉ុណ្ណោះជាពិសេសគឺឯងតាំងពីដើមមកឯងតែទទួលបានអ្វីដែលល្អជាងដណ្ដើមគ្រប់យ៉ាងពីខ្ញុំទៅតែម្ដងនេះខ្ញុំមិនឲ្យឯងទៀតឡើយសុភមង្គលខ្ញុំត្រូវនៅក្នុងដៃខ្ញុំខ្លួនឯងឯងពិតជាយល់ថាបានតោងត្រឹមមេប៉ាក់ធានមិនប៉ុណ្ណឹងអាចសង្កត់ក្បាលខ្ញុំបានណាខ្ញុំត្រូវរៀបការជាមួយអ្នកកាន់បញ្ជីក្រាំងមាសដឹងថាអ្វីជាអ្នកកាន់បញ្ជីក្រាំងមាសទេដៃកាន់ក្រាំងមាសមានន័យស្មើច្បាប់ទេវតាអំណាចនិងឋានៈគេត្រូវខ្ពស់ជាងមេប៉ាក់ធានមិនដែលឈរក្បែរឯងមិនដឹងជាប្រមាណដងខ្ញុំប្រាប់ឯងចុះខ្ញុំនៅតែអាចសង្កត់ក្បាលឯងដដែលមិនខុសទេត្រឹមតែជាមេប៉ាក់ធានមិនមានស្អីអស្ចារ្យទៅមិនអាចធ្វើអ្វីគ្រួសារលឺយើងបានទេចាំដល់ពេលអ្នកកាន់ក្រាំងនេះបង្ហាញខ្លួននៅជីងឆឹងនគរនេះនៅតែជារបស់គ្រួសារលឺយើងឯស្អីខ្ញុំសាយចំពោះគ្រួសារលឺល្ងងខ្លៅដំបងស្មានថាគ្រួសារលឺធ្វើបាបតែអ្នកទុនខ្សោយមានអំណត់អួតកេងក្អាងប៉ុន្តែមើលទៅអ្វីដែលគ្រួសារនេះចំណេញបំផុតគឺយល់សពទាំងថ្ងៃខ្ញុំនិយាយឲ្យថាអ្នកកាន់ក្រាំងមាសមិនគ្រប់គ្រងគ្រួសារដែលគ្មានគុណធម៌ទេលោកម្ចាស់គ្រួសារលឺខ្ញុំអំពានលោកខ្ញុំអាចសុំទោសលោកបានក៏អាចមានសំណងជូនលោកបានចាំបាច់អីផ្ដាច់ផ្លូវគ្រួសារលឺយើងអ្នកផ្ដាច់ផ្លូវគ្រួសារលឺមិនមែនខ្ញុំទេគឺលោកខ្លួនឯងហ្នឹងគឺវិញ្ញាណអយុត្តិធម៌ដែលស្លាប់ក្រោមដៃលោកមិនដឹងថាខ្លួនឯងខុសសោះអស់លោកមិនហ៊ានទទួលកម្មដែលខ្លួនបានធ្វើមនុស្សដូចអស់លោកគួរដាក់ទោសយ៉ាងម៉េចទើបសមដូច្នេះមានតែផ្លូវស្លាប់ទេត្រកូលចាំងគិតថាខ្លួនឯងចេះណាចាំឲ្យច្បាស់ទីនេះគឺជាជាងហៃទោះបីលោកឯងជាមេប៉ាក់ធានមិនលោកគិតថាអភិជនដែលជាងហៃហុកពោះគ្រប់គ្នាមែនទេពួកយើងក៏អាចសម្លាប់ឯងបានដូចគ្នាគ្រួសារលឺនៅតែអាចមានឈ្មោះក្នុងក្រាំងមាសពួកយើងនៅតែអាចគុំថ្កើងដដែលមិនខុសទេអស់លោកនៅទីនេះឲ្យតែអ្នកណាព្រមចាត់ការគេគ្រួសារលីវធានាឲ្យជីវិតខ្ពង់ខ្ពស់អស់លោកនៅស្ទះស្ទែអ្វីទៀតជីវិតខ្ពង់ខ្ពស់ស្ថិតក្នុងដៃខ្លួនឯងហើយរួមគ្នាបដូរតកូលជាងនេះចូលរួមជាមួយគ្រួសារលីវគ្រួសារវាងខ្ញុំចូលរួមមុនគេខ្ញុំចូលរួមដែរឲ្យតែគ្រួសារលីវគោរពតាមពាក្យសន្យាខ្ញុំក៏ចូលរួមដែរយើងរុងរឿងជាមួយគ្នាខ្ញុំចូលរួមដែរចូលរួមម៉ងបាយខົບខិតសាងអាក្រក់ល្អខ្ញុំសួរអស់លោកនេះជាចម្លើយដែលគ្រួសារលឺផ្ដល់ឲ្យខ្ញុំចុងក្រោយត្រូវទេអធិស្ឋានអ្នកណាឲ្យលោកឯងមានឋានៈត្រឹមជាមេប៉ាក់ធានមិនបើប្រៀបជាមួយអ្នកកាន់ក្រាំងមាសនិងច្បាប់ទេវតាលោកឯងនៅអន់ឆ្ងាញ់ណាស់
ក្នុងភ្នែកខ្ញុំលោកឯងគ្រាន់តែជាមនុស្សចោលមកសៀតប៉ុណ្ណោះ ល្អគ្រូសាលីវមិនធ្វើឲ្យពួកគេអស់សង្ឃឹមមែនចុះលោកវិញអ៊ីសាំងយើលោកជាម្ចាស់សំណាក់ធានមិននៅរាជធានីខ្ញុំចង់ដឹងថាលោកសម្រេចចិត្តយ៉ាងម៉េចដែរម្ចាស់សំណាក់អ៊ីឲ្យតែលោកចូលរួមជាមួយគ្រូសាលីវខ្ញុំធានាការពារលោកនៅចំពោះមុខអ្នកកាន់បញ្ជីក្រាំងមាសឲ្យធ្វើជាមេបកថ្មីអរគុណលោកម្ចាស់លីវហើយកុំបារម្ភខ្ញុំជាសម្ព័ន្ធមិត្តរបស់គ្រូសាលីវរហូតនឹងអ៊ីសាំងយើជនក្បត់ឯងនេះលោកម្ចាស់ឈិនអ្នកណាបោះចោលឱកាសភ្ជាប់ចំណងជាមួយអ្នកកាន់បញ្ជីក្រាំងមាសខ្លាយជាមិត្តអ្នកកាន់ក្រាំងមាសបីដូចមានខ្សែទេវតាអញ្ចឹងមានមិត្តទេវតាអាចធ្វើអ្វីក៏បានលោកក៏ជាអ្នកការពារច្បាប់រាប់សិបឆ្នាំឬមួយក៏លោកមិនចង់បានឋានៈខ្ពង់ខ្ពស់ជាងនេះទេអនាគតរុងរឿងស្ថិតនៅចំពោះមុខលោកហើយលោកម្ចាស់ឈិនលោកអាចយកបានគ្រប់ពេលវេលាសត្វទាមិនអាចឡើងទ្រឹងមែនឈិនហ្វាងជឺខ្ញុំយល់ថាស្មោះត្រង់បម្រើបទានមិនសាងគុណសម្បត្តិរាប់មិនអស់តែមកដល់ពេលនេះខ្ញុំមានកំហុស3យ៉ាងទី1មើលមិនឃើញមុខមាត់ពិតរបស់ជនក្បត់តាន់ពេលវេលាទី2មិនបានលាតត្រដាងទោសកំហុសគ្រូសាលីវឲ្យបានឆាប់ទី3បណ្ដោយឲ្យមនុស្សចោលមកសៀតទាំងអស់នេះប្រមាថម្ចាស់ខ្ញុំយ៉ាប់ហើយម្នាក់នេះយ៉ាប់ហើយទាំងអស់គ្នាសម្លេះម្នាក់នេះចោលសិនទៅចាំចាត់ការមេបកនោះតាមក្រោយឆាប់ចូលភ្លាមអ្នកណាមិនភ្ញាក់រលឹកត្រូវតែស្លាប់បំមេចង់ឲ្យរួនដើមឈើខ្ញុំសុកចិត្តនៅស្ងៀមមិនធ្វើអ្វីគ្រាន់តែចង់ដឹងថានៅមានសម័យសង្អាមមិនស្គាល់ងាប់ប្រមាណក្បាលទៀតខ្ញុំចង់ដឹងថានៅទីនេះមានអ្នកណាដែលគ្មានកំហុសប៉ុន្តែតាមខ្ញុំមើលដង្កូវសម័យទាំងអស់សុទ្ធតែមានចិត្តក្បត់គ្មានអ្នកណាស្គាល់កំហុសខ្លួនឯងទេយ៉ាងសាំងលីវឯងគិតមើលឲ្យច្បាស់គ្រូសាលីវយើងនិងអ្នកកាន់ក្រាំងមាសភ្ជាប់ពាក្យគ្នារួចហើយឯងប៉ះពាល់ពួកយើងឯងមានតែផ្លូវស្លាប់មួយប៉ុណ្ណោះទោះជាយ៉ាងណាពួកយើងមានជាប់ខ្សែរាជវង្សដែរទោះបីមានទោសអ្នកដែលមានសិទ្ធិប៉ះពាល់ពួកយើងគឺមានតែអ្នកកាន់ក្រាំងមាសមិនមែនជាមេបកធានមិនតូចតាចដូចឯងទេទុកឱកាសឲ្យលោកឯងជាលើកចុងក្រោយឲ្យតែលោកឯងបំភ្លេចរឿងថ្ងៃនេះចោលខ្ញុំអាចសុំអ្នកកាន់ក្រាំងមាសបញ្ចូលឈ្មោះឯងក្នុងក្រាំងមាសបានមួយម៉ាត់ណាក៏គម្រាមមួយម៉ាត់ណាក៏ប្រមាថដល់ដំណាក់កាលនេះហើយធ្វើមើលតែខ្លួនឯងមានអំណាចធំធេងទៀតមិនភ្ញាក់រលឹកជាមួយកំហុសខ្លួនឯងសោះបែបលែងមានធម្មព្យាបាលហើយខ្ញុំមានតែបំផ្លាញចោលតែម្ដងសាំងលីវស៊ូយៀនដល់ពេលនេះហើយនាងចង់វល់ឲ្យពួកគេទៀតដែរបាត់តែពួកគេក្បត់ខ្ញុំយ៉ាងណានៅតែជាគ្រួសារខ្ញុំមិនអាចបើកភ្នែកមើលពួកគេស្លាប់ទេមិនបាច់សម្ដែងធ្វើចិត្តល្អទេឯងដឹងថាគេមិនហ៊ានប៉ះពាល់ពួកយើងទៅបានជាចង់រកច្រកចេញកុំឲ្យខ្មាស់គេល្បិចអន់បែបនេះបាត់មាត់ទៅសាំងលីវខ្ញុំមិនគួរទាមទារអ្វីច្រើនទេប៉ុន្តែយើងជាប្តីប្រពន្ធកុំនិយាយពាក្យអស់ហ្នឹងខ្ញុំយល់ដល់មុខនាងមិនសម្រាប់ពួកគេក៏បានដែរប៉ុន្តែត្រូវដណ្ដើមយកគ្រប់យ៉ាងទាំងអស់ត្រឡប់មកវិញខ្ញុំត្រូវបំបាក់អំនួតរបស់គ្រូសានលីវដើម្បីកុំឲ្យគេមានខ្នងបង្អែកតទៅទៀតគ្រូក្បាលឯងមានបញ្ហាមែនទេគ្រូសាលីវអាចក្លាយជាអភិជននៅរាជធានីពួកគេពឹងផ្អែកលើការប្រទានពីអ្នកកាន់ក្រាំងមាសឯងគិតថាគ្រាន់តែហាមាត់និយាយប៉ុណ្ណឹងអាចយកគ្រប់យ៉ាងបានហើយមែនទេឲ្យគេនិយាយទៅបាននិយាយប៉ុណ្ណឹងអាចឲ្យគេទទួលបានមុខមាត់ជាមេបកធានមិនបានខ្លាំងពួកយើងមិនប្រកាន់ទេត្បិតតែពួកយើងមិនប្រកាន់តែមិនដឹងថាអ្នកកាន់ក្រាំងមាសគិតដូចពួកយើងឬអត់ដូច្នេះយកល្អមេបកជាងគិតមើលឲ្យច្បាស់ឡើងវិញទៅបើឯងព្រមលុតជង្គង់សំទោសពួកយើងថាមិនត្រូវពួកយើងអាចជួយលាក់ការសម្ងាត់នៅចំពោះមុខអ្នកកាន់ក្រាំងមាសបើមិនអញ្ចឹងទេមិនអញ្ចឹងយ៉ាងម៉េចអស់លោកគិតថាខ្ញុំនិយាយលេងសើចមែនទេអ្វីគ្រប់យ៉ាងដែលមាននៅក្នុងគ្រួសារលីវគឺទេវតាជាអ្នកប្រទានទេវតាអាចប្រទានក៏អាចយកវិញបានដែរថ្ងៃនេះបានជាមកដល់ហើយខ្ញុំមានចំនួនទី3មួយទៀតគឺដកយកគ្រប់យ៉ាងពីគ្រូសាលីវដាវទឹកលវាជែកស្អីគេដាវទឹកលវាជែកក្រាញ់យកទៅទុកនៅផ្ទះហាញ់តាគេអាចបញ្ជាដាវទឹកលវាជែកបានអស់លោកធ្លាប់គិតដែរទេមនុស្សចោលមកសៀតក្នុងភ្នែកអស់លោកមិនត្រឹមតែជាមេបកធានមិនគេក៏ជាអ្នកកាន់ក្រាំងមាសដែរអត់ទេមិនអាចទៅរួចទេពេលនេះខ្ញុំមានសិទ្ធិកាត់ក្តីគ្រួសារលីវហើយនៅមិនអាចទេគូដណ្ដឹងរបស់លេយូយៀនមិននឹងអាចជាអ្នកកាន់បញ្ជីក្រាំងមាសអ្នកកាន់ក្រាំងមាសអត់ទេអ្នកកាន់ក្រាំងមាសលោកជាគូដណ្ដឹងខ្ញុំច្បាស់ណាស់មិនក៏លោកជួយគេទៅវិញខ្ញុំមិនមែនជួយគេទេខ្ញុំគ្រាន់តែរកយុត្តិធម៌ខ្ញុំជួយមនុស្សដែលធ្លាប់ត្រូវគ្រួសារលីវធ្វើបាបម្យ៉ាងទៀតគូដណ្ដឹងខ្ញុំក៏មិនមែននាងដែរហេតុអីទៅលេយូយៀន
គ្រាន់តែជាស្រីថោកទាបជាកូនឥតខាន់ស្លាលាវហ្វាំងហ្វីខ្ញុំជាអ្នកនាងធំក្នុងគ្រួសារលាវខ្ញុំមានសិទ្ធិដោយសារមានលិខិតភ្ជាប់ពាក្យជាចំណងលាវយូយិនមានកន្លែងណាលើខ្ញុំទេដោយសារគេគ្រប់សន្យាតាំងពីដំបូងដោយសារគេមានចិត្តស្លូតបូតស្មោះត្រង់ដោយសារគូដណ្ដឹងខ្ញុំទេវតាភ្ជាប់ជាមួយលាវយូយិនយូរហើយមិនអាចទេមិនមែនទេមិនមែនចឹងទេគឺនាងនាងដណ្ដើមគូដណ្ដឹងរបស់យើងដណ្ដើមកិត្តិយសដណ្ដើមអ្វីគ្រប់យ៉ាងប៉ាជួយខ្ញុំផងទៅឆាប់បត់ទៅលោកម្ចាស់ពួកខ្ញុំគ្រាន់តែឆាវមួយពេលពួកខ្ញុំព្រមទទួលពីនៃប៉ុន្តែបើលោកម្ចាស់ចង់រៀបការជាមួយលាវយូយៀនយើងខ្លាចជាគ្រួសារតែមួយហើយចាំបាច់ទៅប្រកាន់ច្រើនធ្វើអីទុកឱកាសឲ្យគ្រួសារលាវម្ដងទៅពួកយើងប្រកាសជាកែតម្រូវទោសកំហុសគ្រប់យ៉ាងទទួលកំហុសគិតថាអាចរួចខ្លួនមែនទេព្រមទទួលទោសអាចចាប់ផ្ដើមសាច់ថ្មីមែនទេចាត់ទុកច្បាប់ទេវតាជាអ្វីជារឿងលេងសើចឯងខ្ញុំត្រៀមចំនួន3យ៉ាងសម្រាប់គ្រួសារលាវទី1ចំនួនថ្ងៃចម្រើនអាយុទី2ស្លាកកាត់ទោសអស់លោកមិនព្រមទទួលចំនួនទី3អស់លោកចង់ទទួលក៏ទទួលមិនទទួលក៏ត្រូវតែទទួលចំនួនទី3បំបាក់ដាវផ្ដាច់ព្រលឹងចំនួនទី3បំបាក់ដាវផ្ដាច់ព្រលឹងលោកម្ចាស់បំផ្លាញដាវទឹកលវាជែកដើម្បីផ្ដាច់និស្ស័យទាំងអស់កុំតិចដាវទឹកលវាជែកខ្ទេចហើយគ្រួសារលាវយើងចាប់ហើយតាលោកម្ចាស់បំផ្លាញដាវទឹកលវាជែកហើយគ្រួសារលាវយើងក៏ត្រូវចាប់ដែរលោកឈប់ត្រឹមនឹងទៅមិនតាន់គ្រប់ទេខ្ញុំនិយាយហើយត្រូវតែបំបាក់អំនួតគ្រួសារលាវកុំតិចក្នុងបង្អែកចោលទាំងអស់នេះទើបតែចាប់ផ្ដើមទេឆិនហ្វាងជឺលោកម្ចាស់ចាប់ពីថ្ងៃនេះទៅដកសិទ្ធិអំណាចគ្រប់យ៉ាងរបស់គ្រួសារលាវនៅក្នុងបឋិនមិនរឹបអូសទាត់សម្បត្តិទាំងអស់បាទអស់លោកអញ្ជើញចំណែកឯងវិញលោកម្ចាស់ខ្ញុំដឹកខុសហើយលោកម្ចាស់ក្បត់នឹងបឋិនមិនក្នុងនាមជាមេបឋិនមិនពីនៃឯងសម័យសង្អាពូកែសម្ដែងជាអ្នកកាន់ក្រាំងមាសនៅជាងហើយចប់ឥឡូវមកសម្ដែងជាមេបឋិនមិនទៀតអ្នកណាឲ្យឯងថ្លាំធំយ៉ាងនេះទៅអ្នកណាគេមកទៀតហើយសូម្បីពួកយើងក៏មិនស្គាល់ហ៊ានបន្លំខ្លួនធ្វើជាអ្នកកាន់វិជាក្រាំងមាសបន្លំជាមេបឋិនលេខរៀងទី2ក្នុងក្រាំងមាសឆាងសុនអ៊ីលេខរៀងទី3ស៊ឺធូឆាងឈីងលេខរៀងទី4ហួងភូឡុងទៅស្ដេចស្រីដៅទៀបនគរខាងជើងស្ដេចនាគជាប់ឈ្មោះជាអ្នកខ្លាំងទាំង3ក្នុងបញ្ជីក្រាំងមាសប្រជុំជុំគ្នានៅរាជធានីពួកយើងមកថ្ងៃនេះដើម្បីបកអាក្រាតមុខមាត់ពិតរបស់គេដើម្បីការពារអំណាចអ្នកកាន់ក្រាំងមាសម្នាក់ដែលឈរនៅចំពោះមុខនេះគ្រាន់តែជាមនុស្សតូចទាបមកពីជាងហើយមិនមែនអ្នកកាន់បញ្ជីក្រាំងមាសទេកាន់តែមិនមែនជាមេបឋិនមិនដូចនេះខ្ញុំអាចបញ្ជាក់បានជាងសាំងលាវយើងត្រឡប់មកពីជាងហើយវិញដើម្បីបកអាក្រាតមុខមាត់ខ្លាំងៗរបស់ឯងថ្ងៃនោះឯងបន្លំជាអ្នកកាន់បញ្ជីក្រាំងមាសរៀបចំពិធីតែងតាំងទេវតាបោកប្រាស់មនុស្សគ្រប់គ្នាប៉ុន្តែសម្ដេចមកដល់ភ្លាមលាតត្រដាងការភូតកុហករបស់ឯងឥឡូវនេះយើងនឹងសងនៅការប្រមាថទៅឯងវិញទ្វេជា10ជា100ដងយើងនឹងឲ្យឯងរងនៅការឈឺចាប់វិញចាំងសាំងលៀងមានស័ក្តិសិទ្ធិនៅទីនេះមានអ្វីចង់និយាយទៀតទេនិយាយស្អីនិយាយថាអស់លោកល្ងងខ្លៅឬនិយាយថាអស់លោកមានភ្នែកអត់ប្រស្រីជាប់ឈ្មោះក្នុងក្រាំងមាសនឹងគេដែរបែរជាជឿសម្ដីមនុស្សថោកទាបប្រមាណអ្នកចោលប្រកាន់ថាខ្ញុំបន្លំខ្លួនមិនដឹងថាក្នុងខ្លួនខួរក្បាលលោកប្រហើនឯងមិនត្រឹមតែបន្លំខ្លួនថែមទាំងសង្ស័យពួកយើងចំជាក្អេងក្អាងប្រហើនខ្លាំងមែនបើខ្ញុំកុហកអស់លោកមែនរឿងអីខ្ញុំអាចដកដៃទឹកលវាជែករឿងអីខ្ញុំអាចបញ្ជាអ្នកការពារបឋិនមិនខ្ញុំដឹងហើយគេលាយូយៀនគេធ្លាប់លួចដៅទឹកលវាជែកទៅគេអាចធ្វើអីម្យ៉ាងចំពោះដៅទឹកនៅមានឆិនខ្វាងជើទៀតគេមិនពេញចិត្តខ្ញុំមិនពេញចិត្តនឹងគ្រួសារលាវទើបរូបដៃជាមួយអាចង្រៃម្នាក់នេះបន្លំធ្វើជាមេបឋិនមិននៅអ្នកកាន់ក្រាំងមាសក្នុងគោលបំណងកម្ចាត់ពួកយើងចោលដើម្បីគ្រប់គ្រងបឋិនមិននៅរាជធានីពួកឯងចំជាល្បិចជ្រៅមែនតែគួរឲ្យស្ដាយសម្ដេចអញ្ជើញមកដល់ទីនេះឧបាយកលពួកឯងមិនអាចបានសម្រេចទេ
គ្រប់យ៉ាងលាតត្រដាងការពិតចង់បន្លំខ្លួនទៀតមិនបានទេបញ្ញាប់លុតជង្គង់ទម្លាក់អាវុធចុះរួចទៅសុំទោសអ្នកកាន់បញ្ជីក្រាំងមាសទៅ ឥឡូវចង់កាត់ដៃជើងពួកឯងចោលក៏បានដែរឯងចោលធ្វើអីចឹងអ៊ីវ៉ានខ្ញុំទុកពេលឲ្យឯង3ថ្ងៃឯងបែរជាមករកសេចក្តីស្លាប់ដល់ខ្លួនឯងចឹងអ៊ីវ៉ានខ្ញុំធ្លាប់ប្រាប់ថាទុកពេលឲ្យឯង3ថ្ងៃដើម្បីឲ្យឯងនាំអ្នកបញ្ជាក្រោយខ្នងបំផ្លាញគ្រួសារជាងមកទទួលទោសចំពោះមុខខ្ញុំពុំនោះទេឯងនឹងត្រូវស្លាប់ដោយព្រះអគីឥឡូវនៅសល់1នាទីទៀតដល់ពេលវេលាកំណត់3ថ្ងៃឯងមិននាំអ្នកបញ្ជាក្រោយខ្នងមកហ៊ានប្រហើនចំពោះមុខខ្ញុំទៀតយ៉ាងម៉េច1នាទីចុងក្រោយក៏ខ្ញុំមិនរងចាំដែរលោកម្ចាស់ជួយខ្ញុំផងហ៊ានធ្វើប្រទេសផ្ដាស់នៅចំពោះមុខខ្ញុំចង់ស្លាប់ហើយមិនក៏អញ្ចឹងហេតុអីក្នុងចិត្តពូកញ្ជ្រោលតែដោះដៃមិនបានឆាប់លែងមនុស្សមិនអញ្ចឹងយើងសម្លាប់ឯងចោលបើឯងមិនបន្លំជាអ្នកកាន់បញ្ជីក្រាំងមាសធ្វើឲ្យអ្នកកាន់ក្រាំងមាសពិតខឹងខ្លាំងបើយើងនាំឯងទៅទទួលទោសពេលនេះប្រហែលជាអាចស្លាប់បាត់ហើយឆាប់លែងយើងភ្លាមទៅជាងសាំងលាវគិតថាខ្លួនឯងពូកែខ្លាំងណាស់មែនទេថ្ងៃនេះមានលោកម្ចាស់ទាំង3ការពារយើងឯងអាចធ្វើឲ្យយើងបានម្យ៉ាងទៀតថ្ងៃនេះយើងឈរនៅកន្លែងនេះប៉ុន្តែឯងមិនអាចទាគំនុំដណ្ដើមប្រពន្ធសម្រាប់គ្រួសារបានទេយើងមិនធ្វើអីឯងមិនមែនដោយសារយើងមិនហ៊ានទេប៉ុន្តែយើងខ្លាចប្រឡាក់ដៃយើង1នាទីដល់ហើយ3 2 1ឯងបំភ័យយើងអត់អីទេលោកម្ចាស់ជួយខ្ញុំផងស្នៀបកំពេចកំប៉ុងហ៊ានយកមកប្រើនៅចំពោះមុខយើងអរគុណលោកម្ចាស់នេះគ្រាន់តែជាល្បិចឯងបោកប្រាស់គេប៉ុណ្ណោះអស់ចិត្តហើយនៅអាគីឈូក្រហមកាលពីផលកម្មទោះជាប់ឈ្មោះលេខ2ក្នុងក្រាំងមាសក៏មិនអាចផលិតភ្លើងបានដែរចឹងអ៊ីវ៉ានយើងទុកពេលឲ្យឯងជាលើកចុងក្រោយប្រាប់ពីអ្នកបញ្ជាក្រោយខ្នងបើមិនចឹងទេកុំចង់គម្រាមយើងបន្តទៀតមានលោកម្ចាស់ទាំងអស់នៅទីនេះថ្ងៃនេះឯងត្រូវតែស្លាប់ល្បិចបោកបញ្ឆោតក្មេងដូចលោកឯងចង់កុហកគ្រួសារលីមិនបានទេរឿងកាត់ឡើងទាំងប៉ុន្មានយើងត្រូវរកយុត្តិធម៌មកវិញនាងឯងក៏អញ្ចឹងដែរគ្រាន់តែចង់ឈ្នះខ្ញុំប្រើអស់គ្រប់វិធីសាស្ត្រគួរឲ្យស្ដាយអ្វីដែលคล้ายៗនៅតែคล้ายៗមន់ព្រៃមិនអាចคล้ายជាសត្វហង្សទេនិយាយអស់ហើយនៅឯងរស់ឆ្អែតហើយនៅល្អមេតាថតដែលយើងប្រគល់ឲ្យឯងដល់កំណត់ហើយឱកាសក៏ប្រើរួចរាល់មិនក៏អញ្ចឹងមិនឆាប់ជួយគ្នាមកពួកយើងមានឈ្មោះក្នុងក្រាំងមាសក៏មិនអាចទប់ទល់នឹងគេបាននេះជាអាគមបិសាចមកពីណាអាគមបិសាចអ្នកឯងមិនធ្លាប់ឃើញវិជាទេវតាបើចង់ចោទថាអាគមបិសាចមនុស្សដែលមិនធ្លាប់ស្គាល់ចាត់ទុកថាបោកប្រាស់កោតតែអាចរស់នៅបានប្រមាណ100ឆ្នាំជាប់ឈ្មោះក្នុងបញ្ជីក្រាំងមាសហេតុអីមិនចេះបែងចែកខុសត្រូវសខ្មៅមើលទៅសពថ្ងៃនេះគួររៀបចំវិន័យត្រូវតែជាមនុស្សចេះប្រើខួរក្បាលថោកទាបគិតថាឯងប្រើវិជាបិសាចអាចបំបិតសាកសីអាចលាក់បាំងសាវតាឯងជាជនបោកប្រាស់បានមែនទេថ្ងៃនេះយើងត្រូវនាំខ្លួនឯងទៅទទួលទោសនៅមុខអ្នកកាន់ក្រាំងមាសតើតែធ្វើអញ្ចឹងទើបអ្នកកាន់ក្រាំងមាសលែងខឹងទើបបញ្ញាប់បាក់កំពីតែងតាំងទេវតាតាមពិតមករករឿងខ្ញុំដោយសាររឿងបន្តិចបន្តួចសោះមិនហៅថាបន្តិចបន្តួចដឹងថាបញ្ជីក្រាំងមាសបង្កប់អត្តន័យអីទេរាប់ពាន់ម៉ឺនឆ្នាំមកហើយក្រាំងមាស1000ឆ្នាំបើកម្ដងសពថ្ងៃក្រាំងមាសពជាពេល17ថ្ងៃដល់គ្មានហេតុផលបង្អនុស័យទេវតាបំផ្លែអាកាសយើងឡើងឋានសួគ៌តើតើមានឈ្មោះ10នាក់ក្នុងក្រាំងមាសទទួលស្គាល់ដោយឋានសួគ៌ទើបយើងអាចឆ្វេងយល់ពីក្បាច់ដាវបន្តទៀតខ្លាចជាអ្នកកាន់ដាវទេពលេខ1តើតែជាប់ឈ្មោះទាំង10ក្នុងក្រាំងមាសទើបមានការប្រទានពីទេវតានគរខាងត្បូងទើបរុងរឿង10000ឆ្នាំអ្វីទាំងអស់នេះឯងជាអ្នកបំផ្លាញឱកាសនគរខាងត្បូងថ្ងៃនេះយើងត្រូវចាប់ឯងឲ្យបានបាច់និយាយច្រើនចាប់វាទៅអានល្អិនដំបងគិតថាមិនចង់វាយមនុស្សតែបើឯងតដៃយើងនឹងសម្លេងឯងចោលអាតកូលជាងសម្ដេចមានចិត្តករណាធម៌ប៉ុន្តែឯងនៅតែក្អេងក្អាងលោកម្ចាស់ចង់ចាត់ការមនុស្សចោលមកសៀតបែបនេះដាច់ខាតកុំបន្ធូរដៃ
បើឯងមិនព្រមឲ្យចាប់តាមស្រួលកុំបន្ទោសយើងដាច់ធម៌មេត្តា និយាយច្រើនពេកហើយ ចង់ងាប់ហើយ នេះជាអំណោយរបស់ជើងខ្លាំងក្នុងក្រាំងមាសពិតជាក៏ក្រាំងពេកដី មនុស្សបោកប្រាស់អាចធ្វើឲ្យអ្នកខ្លាំងបញ្ចេញស្នាដៃចាត់ទុកជាសំណាងគេហើយប្រយ័ត្ន មិនក៏អញ្ចឹងវាជាមនុស្សបោកប្រាស់មិនអាចទប់ទល់នឹងការវាយប្រហារពីសម្ដេចមិនអាចទេមេបៈធានមិនក៏មិនអាចមានសមត្ថភាពខ្លាំងដល់ម្លឹងដែរកម្លាំងប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេអ្វីដៃសម្ដេចសូម្បីជនបោកប្រាស់ម្នាក់ក៏ចាត់ការមិនបានតាមមើលអ្នកជាប់ឈ្មោះលេខ 2 ក្នុងក្រាំងមាសគួរថយសិន បិទមាត់អាចចង្រៃដំបងចង់ទុកជីវិតឲ្យឯងប៉ុន្តែឯងមិនស្គាល់ល្អអាក្រក់ធ្វើឲ្យយើងអាប់អោនមុខមាត់បើអញ្ចឹងទៅហើយកុំបន្ទោសយើងឲ្យសោះ បញ្ចេញអស់សមត្ថភាពហើយមែនទេមានកម្លាំងកំហែងតាមមើលខ្ញុំឲ្យតម្លៃគេខ្លាំងពេកហើយអាល្អិតកុំបានចិត្តចាំយើងជួបឯងម្ដងមិនគ្រប់គ្រាន់ទេ ចង់បើយើងម្នាក់ទៀតត្រកូលជាងជើងខ្លាំងទាំង3រួមគ្នាលោកឯងត្រូវតែស្លាប់ ខ្ញុំរស់រាប់សិបឆ្នាំហើយនេះជាលើកទី1ដែលបានឃើញជើងខ្លាំងក្នុងក្រាំងមាសច្រើនអ្នករួមដៃគ្នាអាល្អិតឯងងាប់ដោយមានកិត្តិយសបំផុត នេះហើយជាលទ្ធផលដែលចង់បំបាក់គ្រួសារលីវយើងអស់ចិត្តហើយនៅនិយាយអស់ចិត្តហើយនៅប៉ុណ្ណឹងគ្រប់គ្រាន់នៅដល់ពេលខ្ញុំម្ដង តើឯងជាអ្នកណា ដល់ពេលនេះហើយហ៊ានសួរសំណួរបែបល្ងងខ្លៅនេះទៀតឋានៈអាចប្រឌិតបានស្លាប់បញ្ជាធានមិនអាចបន្លំបានតែសមត្ថភាពបង្ហាញចំពោះមុខនេះមិនអាចបន្លំបានទេកោតតែធ្លាប់ជាប់ឈ្មោះក្នុងបញ្ជីក្រាំងមាសកោតតែមានក្បាច់គុណពេញខ្លួនកោតតែព្រោះថាជាអ្នកប្រកាសសច្ចធម៌ផ្ទុយទៅវិញត្រឹមជាពពួកមនុស្សគ្មានភ្នែកសុកចិត្តជឿសម្ដីញុះញង់ប្រមាណម៉ាត់ហ៊ានកំណត់វាសនាស្លាប់រស់របស់គេ ចាំងសាំងលីវនៅចំពោះមុខលោកម្ចាស់ទាំងអស់គ្នាលោកហ៊ានស្ដីបន្ទោស នេះបាត់មាត់ទៅនាងធ្លាប់និយាយថាគ្រួសារលីវដឹងខុសហើយមនុស្សគ្រប់គ្នាសុទ្ធតែដឹងខុសហើយតាមមើលទៅគ្មានបំណងកាយកំហុសទេមិនខ្លាចទទួលទណ្ឌកម្មទេប្រហើននៅចំពោះមុខលោកម្ចាស់ទាំងអស់គ្នាហើយចង់កាត់ក្តីគ្រួសារយើងទៀតមែនទេ ឯងអស់ចាំប៉ុណ្ណាទៅ មែនទេប្រាប់ពួកគេទៅតើខ្ញុំមានសិទ្ធិប៉ុណ្ណា គ្រូសាលីវឆាប់ចូលមកណែ ឆាប់ទៅ អ្នកឈរនៅចំពោះមុខអស់លោកគឺជាមេបៈធានមិនក៏ជាអ្នកកាន់បញ្ជីក្រាំងមាស លោកជង្គង់សូម សូមគោរពអ្នកកាន់ក្រាំងមាស ថាទៅមើលខ្ញុំមានសិទ្ធិកាត់ក្តីគ្រួសារលីវទេលោកម្ចាស់យកដល់មកយោយានទុកឱកាសឲ្យពួកខ្ញុំម្ដងទៅខ្ញុំថប់ទុកឱកាសរួចហើយប៉ុន្តែគ្រួសារលីវមិនទទួលដល់ខ្លួនឯងគ្រួសារលីវមានអំណត់ខ្លាំងណាស់ធ្វើបាបអ្នកទុនខ្សោយប្រឆាំងច្បាប់ទេវតាបើខ្ញុំអនុគ្រោះឲ្យច្បាប់មានតម្លៃអ្វីឈិនហ្វាងជឺបាទលោកម្ចាស់ចាប់ខ្លួនគ្រួសារលីវទាំងអស់បើកសវនាការខុសត្រូវដាក់ទោសមានទោសត្រូវសម្លាប់ទទួលបញ្ជាចំណែកអភិជននៅទីនេះលោកម្ចាស់ពួកខ្ញុំមិនបានចូលរួមជាមួយគ្រួសារលីវទេពួកខ្ញុំគ្មានកំហុសទេ ពួកខ្ញុំគ្រាន់តែមកចូលរួមពិធីចម្រើនអាយុមិនដែលសាំងកំហុសទេ តែណានិយាយថាចង់បានអនាគតរុងរឿង10000ឆ្នាំភ្លេចហើយមែនទេបើចង់ភ្នាល់ត្រូវតែមានហានិភ័យចង់ភ្នាល់ត្រូវតែលះបង់តម្លៃទុកឲ្យលោកចាត់ចែងហើយខ្ញុំយល់ហើយយូរយានយើងទៅវិញជូនដំណើរលោកមេប៉ាត្រូវគេប្រមាថភ្លេចហើយឬនៅសាំងលីវ មិនអីទេ ប៉ុន្តែ យូយានអ្នកដឹងទេហេតុអីខ្ញុំមិនបានក្រាំងមាសក្នុងពិធីតែងតាំងទេវតាហេតុអីត្រូវពន្យាពេល7ថ្ងៃក្រោយ ឬមួយដោយសារនៅខាងខ្ញុំ ដោយសារចិត្តទោសៈខ្ញុំមិនតាន់កំចាត់ព្រោះត្រូវធ្លាប់គេប្រមាថត្រូវគេក្បត់នៅនឹងមុខគ្រួសារស្លាប់ប្រត់ប្រាស់គ្នាខ្ញុំមិនអាចបើកបញ្ជីក្រាំងមាសបានទៅ
ចឹងអ៊ីហ្វានកំពុងត្រូវព្រើផ្កាឈុកដុតកំឡោចទោសៈក្នុងចិត្តរបស់ខ្ញុំត្រូវកំចាត់ចោលមួយហើយ បន្តមកទៀតគួរធ្វើម៉េច ទៅចាំងហៃវិញ 6 ថ្ងៃហើយរាជធានីមិនទាន់លើកដំណឹងថាជាងសាំងលីត្រូវចាប់ខ្លួនសាំងលីបំផ្លាញដើរទឹកទាំង4បំផ្លាញវត្ថុតំណាងការភ្ជាប់ពាក្យបើមិនព្រមចាប់ខ្លួនគេពួកយើងប្រកាសជាមិនបានរៀបការជាមួយអ្នកកាន់ក្រាំងមាសបើដូច្នេះគ្រួសារទីងត្រូវចាប់មិនខានគ្រួសារចាយខ្ញុំក៏អញ្ចឹង6ថ្ងៃនេះគ្រួសារធំជាច្រើនព្យាយាមលុបចោលសម្ព័ន្ធជាមួយគ្រួសារចាយស្ដេចត្រាញ់ចុងចែងនៅសល់តែសបកក្រែងគ្រួសារយានខ្ញុំក៏ចិត្តរលាយដែរប៉ាខ្ញុំកំពុងសម្រាប់ព្យាបាលនៅពេទ្យឬមួយពិតជាដូចជាងសាំងលីនិយាយនេះជាបណ្ដាសា បណ្ដាសាខ្មោចស្អីសុទ្ធជាការបោកប្រាស់ លួចស្ដាប់ពួកយើងនិយាយគ្នាចង់ស្លាប់ហើយ ហើយលើឲ្យនិយាយរឿងសហការគ្នាទេ លួចស្ដាប់ពួកយើងនិយាយគ្នាចង់ស្លាប់ហើយ ហើយលើឲ្យនិយាយរឿងសហការគ្នាទេសមាគមសានជាងថៃថឹងសុងអ៊ី លេខរៀង9ក្នុងក្រាំងមាសស្ដេចខ្មែរនគរអ៊ីហូ លេខរៀងទី9ចំនួនមុនតែចំនួននេះខ្ញុំទៅជាប់លេខរៀងទី1យ៉ាងម៉េចមិនជឿឲ្យតែស្ដេចខ្ញុំយកមកនគរនេះមានអ្នកជួយជ្រោមជ្រែងពីក្រោយត្រឹមបញ្ជីក្រាំងមាសមានអីអស្ចារ្យខ្ញុំអាចមានអំណាចលើសអ្នកកាន់បញ្ជីក្រាំងមាសទៅទៀត លោកនិយាយទាំងអស់នេះមានពាក់ព័ន្ធអីនឹងពួក អាច ខ្ញុំ ចំណាយពេលរាប់ឆ្នាំចេញផុតពីកសែភ្នែកធានមិនរៀបចំក្របអុកនៅនគរនេះតែ3ថ្ងៃមុនត្រូវគេដកចោល គ្រាប់អុកដែលលោកនិយាយគឺចង់អ៊ីហ្វានត្រូវទេ គេគ្រាន់ជាក្របអុកមួយប៉ុណ្ណោះក្របអុកដែលខ្ញុំរៀបចំនៅពីពេញនគរនេះ រួមទាំងពួកខ្ញុំដែរ ប្រកាសហើយឲ្យតែយើងសហការគ្នាស្ដេចខ្ញុំយាមមកនគរនេះជាប់ឈ្មោះទី1ក្នុងក្រាំងមាសអ្នកទាំងអស់គ្នាក៏អាចជាប់ឈ្មោះក្នុងក្រាំងមាសដែរដើម្បីសង្គ្រោះគ្រួសារ ធ្វើបែបនេះដោយពួកយើងក្បត់ជា ខ្ញុំចង់ឲ្យពួកនាងរុងរឿងជាអមតៈ សហការក៏បានតែត្រូវធ្វើឲ្យពួកខ្ញុំឃើញសមត្ថភាពពួកលោកជាមុនសិនគឺលោក Epic drop. ម្ចាស់សម្ព័ន្ធកម្លាំងរបស់ធានមិនយើងស្រាវជ្រាវគ្រួសាររបស់ចង្អ៊ីហ្វានរកឃើញថាចាប់តាំងពី7ឆ្នាំមុនសហការជាមួយសមាគមសានជាងនគរអ៊ីងហួរម្យ៉ាងទៀតក្នុងដំណាក់កាលស្រាវជ្រាវឃើញថាហៃថឹងសុងអ៊ីលេខរៀងទី9ក្នុងក្រាំងមាសតាមពិតជាអ្នកបំផ្លាញគ្រួសារជាងខ្ញុំគឺសមាគមសានជាងដ៏ល្បីឈ្មោះនោះសោះសពផ្សាយបញ្ជាបកធានមិនថ្ងៃស្អែកខ្ញុំរៀបចំមង្គលការនៅចាំងហៃរៀបការជាមួយនឹងនាងលីវយូយៀនស្របពេលបើក្រាំងមាសផងបាទបានប្រពន្ធម្នាក់នេះអាចរំសាយកំហឹងក្បត់ក្នុងចិត្តខ្ញុំហើយចាំងសាំងលីវខ្ញុំសូមស្បត់ចំពោះទេវតារៀបការលីវយូយៀនជាប្រពន្ធមិនក្បត់នាងជារឿយរហូតគ្រួសារធំទាំង3នៅរាជធានីអញ្ជើញដល់ ពាក្យសម្បត្តិរបស់ជនបោកប្រាស់ស្ដាប់មើលទៅដូចជាទៅតិចណាស់លោកឯងកិច្ចពីការចាប់ខ្លួនរបស់សម្ដេចហ៊ានមករៀបចំមង្គលការនៅរាជធានីចាំងសាំងលីមលោកឯងក្អេងក្អាងមែន បើអ្នកទាំង3មកអបអរសាទរអាចចូលអង្គុយបាន ពួកខ្ញុំទាំងអស់គ្នាមកអបអរក៏មកជូនដំណើរចុងក្រោយដែរលោកឯងបំផ្លាញគ្រួសារទីងជាប់គង់លោកឯងធ្វើឲ្យគ្រួសារចៅបាត់បង់ញាតិមិត្តលោកឯងធ្វើឲ្យគ្រួសារយានបាត់បង់ជំនួញរឿងគ្រប់យ៉ាងទាំងអស់ថ្ងៃនេះត្រូវតែសងមកវិញ គ្រួសារនេះទាំង3អាចខ្ពស់មុខខ្ពស់មាត់ដោយសារតែមានខ្ញុំដល់ថ្នាក់ខ្លួនរបៀបនេះដោយសារតែទង្វើពួកនាងហែកលិខិតភ្ជាប់ពាក្យចោលក្បត់ពាក្យសន្យាខ្ញុំត្រូវតែធ្វើតាមច្បាប់ទេវតាយកអ្វីដែលមិនមែនជារបស់ពួកនាងត្រឡប់មកវិញពាក្យចាស់ពោលថាអ្នកមានគុណធម៌ទេវតាថែរក្សាបើខ្វះគុណធម៌ត្រូវពិន័យ ពួកយើងធ្វើអីខុសទៅពួកយើងគ្រាន់តែប្រឆាំងនឹងជនបន្លំខ្លួនជាអ្នកកាន់បញ្ជីក្រាំងមាសពួកយើងកំពុងកម្ចាត់គ្រោះឲ្យមនុស្សក្រំមេឃពួកយើងនាំគ្នាការពារច្បាប់ឋានសួគ៌សំអាងអីដាក់ទោសពួកយើងនោះកុំនិយាយមើលតែខ្លួនឯងជាអ្នកកាន់ច្បាប់និយាយឲ្យចំគ្រាន់តែដើម្បីផលប្រយោជន៍ខ្លួនមនុស្សចោលមកសៀតហ៊ានបន្លំខ្លួនជាអ្នកកាន់ក្រាំងមាសគ្មានសិទ្ធិមកបញ្ជាពួកយើងទេចាំងសាំងលីវខ្ញុំទុកឱកាសឲ្យលោកលើកចុងក្រោយឆាប់ចុះចាញ់ទៅរួចទៅសុំទោសនៅចំពោះមុខអ្នកកាន់ក្រាំងមាសសារភាពថាលោកលួចលិខិតភ្ជាប់ពាក្យបំផ្លាញដៅទឹកទាំង4ពិតមែនឲ្យតែពួកយើងអាចរៀបការជាមួយអ្នកកាន់ក្រាំងមាសឲ្យតែពួកយើងបានចុះឈ្មោះក្នុងបញ្ជីក្រាំងមាសពួកយើងអាចទុកជីវិតឲ្យលោកបាន ខ្ញុំនិយាយហើយខ្ញុំជាអ្នកកាន់ក្រាំងមាសថ្ងៃនេះមកដល់ចាំងហៃដើម្បីរៀបចំមង្គលការផងរួចហើយបើកបញ្ជីក្រាំងមាសផង មិនភ្ញាក់រលឹកសោះ អ្នកប្រយុទ្ធសមាគមសានជាង
មិនស្មានថាគ្រួសារនាងទៅបីខົບខិតជាមួយនគរអ៊ីងហួរនេះជាទៅមើលក្បត់ជាតិ អត់ទេយើងរួមដៃជាមួយសមាគមសានជាងកុំចាត់អ្នកខ្លាចបន្លំជាអ្នកកាន់ក្រាំងមាសដែលជាចោរល្មើសច្បាប់ទេវតាជាងសាំងលីវគិតថាបំផ្លាញគ្រួសារយើងទាំង3លោកឯងដេកលក់ស្រួលមែនទេអ្នកប្រយុទ្ធសមាគមសានជាងនៅទីនេះថ្ងៃនេះជាថ្ងៃសានលោកឯងហើយខ្ញុំសួរលោកឯងជាលើកចុងក្រោយចុះចូលឬមួយស្លាប់ នេះជាសិទ្ធិចុងក្រោយរបស់ពួកនាងមែនទេឡនតើខ្ញុំទុកឱកាសឲ្យពួកនាងចុងក្រោយដែរហើយអ្នកនៅពីក្រោយហងចេញមកបញ្ចេញសមត្ថភាពឲ្យអស់មកខ្ញុំចាងសាំងលីវរងចាំទទួលនៅទីនេះតែម្ដងយ៉ាងម៉េចអស់ហើយថឹងសុងអ៊ីចាត់តាំងឲ្យត្រីកំពឹសស្អុយមកជួយពួកនាងចុះគេនៅឯណា លោកនិយាយផ្ដេសផ្ដាស់ស្អី សាននាងទាំង3ខົບខិតជាមួយសមាគមសានជាងរួមដៃជាមួយស្ដេចខ្មៅហើយថឹងសុងអ៊ីគិតថាបែបនេះការពារច្បាប់ទេវតាតែធៀបពិតជាទៅធ្វើក្បត់នគរនេះដើម្បីផលប្រយោជន៍ខ្លួនឯងតែប៉ុណ្ណោះកលាអុកដែលពួកនេះរៀបចំស្មានតែគ្មានគេដឹងមែនទេ ចាងសាំងលីវ យិនស៊ឺស៊ឺថ្ងៃនេះពួកនាងគិតថាមកទីបំណុលពីខ្ញុំតែធៀបពិតខ្ញុំទេដែលត្រូវដាក់ទោសពួកនាងគ្រួសារយិនស៊ឺស៊ឺគ្រួសារចៅយកវ៉ាន់គ្រួសារទីងជីងស៊ូមានទោសក្បត់ជាតិពួកនាងទទួលទេ មានតែអ្នកឈ្នះទើបមានសិទ្ធិអាកាន់អ្នកប្រយុទ្ធសមាគមសានជាងស្ដាប់បញ្ជាសម្រាប់គេទៅ ផងជឿនៅឯណាត្រឹមតែអ្នកប្រយុទ្ធនគរអ៊ីងហួរអ្នកបំពេញនគរនេះត្រូវតែស្លាប់ជឿ ធានមិនចាងសាំងលីវលោកចេះច្រកកោនបាក់ធានមិន និយាយស្រួលស្ដាប់បាក់ធានមិនចរកកោនខ្ញុំត្រូវជាង មិននឹងអាចទៅបាក់ធានមិនរឿងអីច្រកកោនជាមួយមនុស្សបោកប្រាស់ទាំងអស់នេះលោកឯងជាអ្នករនអ្នកសម្ដែងមក ខ្ញុំអាចបញ្ជាក់បានគេមិនមែនមនុស្សបោកប្រាស់ទេតារាធានអ៊ីអ្នកការពីទាំង36បាក់ធានមិនសូមគោរពលោកបេបាក់ ថាម៉េចគេជាមេបាក់ធានមិន ជងជីអ្នកការពីទាំង36មិនតាន់កោះហៅមិនអាចចាច់ចៃពីទីតាំងឈរជើងលោកមិននៅការពីចុងជើងមកចាងហៃធ្វើអីខ្ញុំឮថាលោកមេបាក់បង្ហាញខ្លួនរៀបការនៅចាងហៃទើបមកអបអរសាទរជាពិសេសជូនចំនួនមកដល់ភ្លាមត្រឡប់ទៅចុងជើងវិញភ្លាមទឹកចិត្តល្អមិនអីទេខ្ញុំមាននេះជារបស់ពិសេសប្រចាំនៅចុងជើងមិនសូវមានតម្លៃប៉ុន្តែវាល្អយើ សាំងលីវសាំងលីវ ថយចេញឯងមិនបានដៃគូគេទេចុងជឿជាឯងថ្លៃធំមែនឯងហ៊ានលួចវាយច្បាក់លោកបេបាក់ការពិតខ្ញុំក៏ឆ្ងល់ដែរមនុស្សបោកប្រាស់ដែលនឹងយិននិយាយគឺជាមេបាក់ធានមិនរសជាតិលំអងផ្កាម៉ាន់ថនឡយ៉ាងម៉េចដែរផ្លែកំបិតមុជស្រួចមានអារម្មណ៍ស្រួលខ្លួនទេទោះបីឯងជាមេបាក់ធានមិនត្រូវពីស្នេហ៍នេះហើយកម្លាំងធានឯងត្រូវបាត់បង់អស់ 90% ដំបងខ្ញុំស្មានថាលោកគ្រាន់តែជាសមោចវានឹងដីចេះតែបោកប្រាស់គេមិននឹកស្មានលោកឯងជាមេបាក់ធានមិនបើអញ្ចឹងវាយ៉ាងម៉េចឥឡូវនេះលោកដូចជាសាច់នៅលើជ្រុញយើងចង់ធ្វើអីក៏បាន ដូច្នេះចុងជឿជីឯងដូចយិនស៊ឺដែរខົບខិតសត្រូវក្បត់ជាតិឯងហើយមិនមែនក្បត់ជាតិទេគ្រាន់តែកែប្រែព្រំលិខិតកណ្ដាងមាសតែងតាំងទេវតា100ឆ្នាំបើកម្ដងបញ្ចូលឈ្មោះអ្នកខ្លាំងរាប់មិនអស់វាជាការផ្លាស់ប្ដូរការធ្វើបដិវត្តធំធេងតំណែងរបស់យើងគួរតែផ្លាស់ប្ដូរដែរយើងធ្វើជាអ្នកការពារឡើងធុញធ្វើតាមបញ្ជាគេគ្រប់បែបយ៉ាងយើងចង់ធ្វើជាមនុស្សលើគេធ្វើជាអ្នកការពារបធានមិនឋានៈលើមនុស្សរាប់ម៉ឺនអ្នកនៅមកអស់ចិត្តទៀតមិនអស់ចិត្តទេឯងមើលគ្រួសារចៅគ្រាន់តែបានភ្ជាប់ពាក្យជាមួយអ្នកកាន់បញ្ជីក្រាំងមាសអាចមានឱកាសបញ្ចូលឈ្មោះក្នុងក្រាំងមាសអាចបញ្ជាគេគ្រប់គ្នាសូម្បីខ្ញុំក៏ត្រូវគោរពគេដែរបើខ្ញុំមានតំណែងតំណងល្អជាមួយអ្នកកាន់បញ្ជីក្រាំងមាសវាប្រកាសណាស់ថាខ្ញុំអាចនឹងមានឱកាសក្នុងការដឹកនាំក្រៅមេឃបានដូចគ្នាមហិច្ឆតាឯងមិនចេះស្កប់ស្កល់សោះលុបលុនហួសប្រមាណចុះបើយើងលុបលុនវាយ៉ាងម៉េចទេវតាកំពុងជួយយើងផែនការរបស់យើងពីដំបូងដើម្បីចាប់ជនបោកប្រាស់ដែលបន្លំជាអ្នកកាន់ក្រាំងមាសតែឥឡូវទេវតាឲ្យខ្ញុំចាត់ការមេបាក់ធានមិនរបួសនេះមានន័យថាចុងជឿជីខ្ញុំចិត្តខ្លាយទៅជាមេបាក់ធានមិនចំនួនថ្មីហើយចំណែកឯងត្រូវតែងាប់មានរឿងអីរកត្រឹមខ្ញុំបានហើយដោះលែងសាំងលេងតែលាវយូយៀន
នេះជាពេលអីតាហើយមិនចាំបាច់ធ្វើជាស្មោះស្នេហ៍ខ្លាំងម្ល៉េះដំបងគិតថានាងល្ងងជាងគេក្នុងចំណោមពួកយើងទាំង4តែមិនស្មានថានាងពូកែលាក់ដល់ម្លឹងនាងដឹងថាជាងសាំងលាវគឺជាមេបកធានមិនតាំងពីដំបងទើបនាងខំប្រឹងវិនិយោគហាគួរឲ្យស្ដាយនាងចិត្តបានសម្រេចគោលដៅតាហើយបើនាងចង់ជួយសម្រាមដូចជាគេខ្លាំងណាស់ខ្ញុំទុកឱកាសឲ្យនាងចោះយល់ល្អកូនកំមុំថ្ងៃនេះមកលុតជង្គង់សំទោសពួកយើងទៅយ៉ាងម៉េចដែរល្អណាស់មនុស្សស្រីមិនចង់ធ្វើបាបស្រីគ្នាឯងទេឲ្យតែនាងព្រមលុតជង្គង់សំទោសពួកយើងអាចលើកលែងទុកជីវិតឲ្យជាងសាំងលីវល្អខ្ញុំលុនឲ្យតែអ្នកទាំងអស់គ្នាព្រមដោះលែងជាងសាំងលីវឲ្យខ្ញុំធ្វើអីក៏បានកុំលុតអីអូនជាប្រពន្ធបងលើលោកនេះគ្មាននរណាអាចឲ្យអូនលុតជង្គង់ទេលោកបៃប៉ាឥឡូវត្រូវពឹសចម្លែកហើយកំពុងរបួសធ្ងន់យើងគ្រាន់តែវាយតែបន្តិចអាចធ្វើឲ្យឯងស្លាប់បានប៉ុន្តែឯងវិញខំការពារកិត្តិយសរបស់ខ្លួនឯងទៀតឯងកាន់តែអញ្ចឹងយើងកាន់តែចង់ឃើញឯងត្រដាប់ត្រដួសណែយឹមចូលទៅដោះសម្លៀកបំពាក់លើខ្លួនគូដណ្ដឹងមេប៉ាក់ម្ដងមួយចេញទៅយើងចង់ឲ្យគេឃើញយើងប្រមាថស្រីរបស់គេដោយរបៀបម៉េចចុងជឿជីល្មមបានហើយឯងបានជាឯងយើងខ្លាំងជាងឯងមែនទេបើយើងគ្មានសមត្ថភាពរឿងអីយើងហ៊ានប្រមាថរឿងអីយើងអាចចូលមកចាត់ការគេរបួសយើងចង់បានតំណែងមេប៉ាក់ដណ្ដើមប្រពន្ធនៅចំពោះមុខមេប៉ាក់អ្នកនាងលីវឥឡូវជារបស់យើងហើយលេងដៃយើងភ្លាមលេងឯងហ៎ល្អមិនអាចទេរបួសឯងធ្ងន់ខ្លាំងណាស់គិតថាឯងអាចធ្វើអ្វីយើងបានមែនទេនេះជាលំអងផ្កាដែលឯងនិយាយនោះវាគ្រាន់តែជាសម្រាមឬជាកំបិតដ៏មុតស្រួចវាគ្រាន់តែជាដៃកំបែកកំបាក់ចុងជឿជីឥឡូវទើបធ្វើឲ្យយើងបានយល់ច្បាស់ហេតុអីបានជាឯងសហការជាមួយយិនស៊ឺពួកឯងមានកំណត់ដូចគ្នាសុទ្ធតែជាមនុស្សល្ងងខ្លៅអំបញ្ញមិញយើងធ្វើជាទុនខ្សោយយើងគ្រាន់តែចង់អូសទាញមនុស្សដែលបញ្ជាក្រោយខ្នងមិនស្មានថាពួកឯងបានចិត្តពេកហើយចង់បំពេញចំពោះប្រពន្ធរបស់យើងចុងជឿជីតើឯងពិតជាចង់ងាប់លឿនដល់ម្លឹងមែនទេនេះជាអំណាចរបស់មេបកធានមិនហើយត្រឹមតែប្រើភ្នែកក៏អាចធ្វើឲ្យគេរបួសធ្ងន់ឥឡូវពួកឯងព្រមទទួលទោសទេលោកម្ចាស់ពួកខ្ញុំមិនដែលចង់ក្បត់ជាតិគ្រាន់តែចង់ធ្វើតាមកិច្ចសន្យាភ្ជាប់ពាក្យអ្នកណាស្មានដល់ថាលោកជាមេបកធានមិនបន្លំជាអ្នកកាន់ក្រាំងមាមិនមែនបន្លំខ្លួនទេគ្រាន់តែលាក់សាវតាលោកម្ចាស់ធ្វើអញ្ចឹងប្រកាសជាមានហេតុផលលោកម្ចាស់ពួកខ្ញុំដោយសារតែមិនដឹងរឿងតែប៉ុណ្ណោះសូមលោកម្ចាស់ទុកជីវិតពួកខ្ញុំផងល្អខ្ញុំទុកឱកាសឲ្យពួកនាងម្ដងអំបញ្ញមិញពួកនាងព្រមទុកឱកាសឲ្យខ្ញុំអរគុណខ្លាំងណាស់ដូច្នេះហើយពួកនាងទាំង3ធ្វើដំណើរទៅជាមួយគ្នាទៅលោកម្ចាស់ហើយថឹងសុងអ៊ីក្របអុករបស់ឯងពិតជាខ្សោយខ្លាំងណាស់ដល់ដំណាក់កាលនេះហើយឯងនៅតែមិនហ៊ានចេញមុខទៀតមេប៉ាធានមិនពិតជាមានបញ្ញាឆ្លៀវវិញមែនក៏ល្បិចក៏ច្រើនខ្ញុំសូមកោតសរសើរដោយស្មោះលោកម្ចាស់ស្ដេចខ្មៅមនុស្សក្បត់ដូចជាឯងគួរឲ្យស្អប់ណាស់ស្ដេចខ្មៅជួយសម្អាតបាក់ជូនលោកម្ចាស់ហើយថឹងសុងអ៊ីឈប់សម្ដែងទៅសមាគមសានជាងហ៊ានចូលមកអុកលោកនគរនេះបញ្ជីនេះមិនមែនត្រឹមតែសម្រាប់ឆ្កែមួយក្បាលអាចជំរះអស់ទេលោកមេប៉ាយល់ច្រឡំហើយសមាគមសានជាងគោរពវិន័យមើងម៉ាត់មិនហ៊ានបំពេញកាន់តែមិនហ៊ានអុកលោកនគរនេះត្រូវទេអ្នកនាងយានត្រូវហើយត្រូវស្អី5ឆ្នាំមុនឯងបញ្ជាគ្រួសារចឹងបំផ្លាញគ្រួសារជាងយើងមែនទេឯងខົບខិតគ្រួសារទាំង3បំណងចង់ជ្រាបពាននគរឥឡូវអាចមកឈរនៅលើទឹកដីនគរនេះចង់ធ្វើអ្វីតាមអំពើចិត្តមែនទេចំជាថ្លាន់ធំមែនហើយថឹងសុងអ៊ីយើងដាក់ទោសឯងមិនត្រូវការផតាំងគ្រាន់តែសម្រាប់ឯងចោលគឺបានហើយតាមពិតឯងគឺជាស្រមោចដែលរត់ចេញពីគ្រួសារជាងនោះសោះបើនិយាយអញ្ចឹងយើងមិនចាំបាច់លាក់បាំងទៀតទេវាមិនខុសនោះទេយើងចង់ចូលឈ្លានពាននគរនេះយើងចង់គ្រប់គ្រងទឹកដីទីនេះច
ង់ជាប់ឈ្មោះទី1ក្នុងក្រាំងមាស100ឆ្នាំមុនយើងចាត់មនុស្សឲ្យលាក់ខ្លួនក្នុងនគរនេះគ្រួសារជាងឯងគ្រាន់តែជាក្របអុកដែលយើងជួយឲ្យមានបានយើងក៏អាចបំផ្លាញចោលបានគ្រប់ពេលហើយថឹងសុងអ៊ីយ៉ាងម៉េចខឹងហើយអាចធ្វើឲ្យយើងបានថ្ងៃនេះឲ្យតែយើងអាចកម្ចាត់មេបធានមិនបានយើងអាចលុកលុយនគរនេះដោយបើកចំហយើងនឹងទទួលបាននូវការក្រាំងមាសដើម្បីខ្លាយជាអ្នកខ្លាំងក្រោមមេឃថ្ងៃនេះដែរយើងត្រូវតែជន់ពីលើក្បាលពួកនគរនេះខ្លាយជាអ្នកខ្លាំងកំពូលលើលោក កុំយល់សម គឺពួកឯងទេ សូមគោរពអ្នកកាន់ក្រាំងមាសយ៉ាងសាំងលីជាអ្នកកាន់ក្រាំងមាស អ្នកណាកំណត់ថាមេបធានមិននិងអ្នកកាន់ក្រាំងមាសមិនអាចជាមនុស្សតែម្នាក់ហើយថឹងសុងអ៊ីអធិស្ឋានអនាគតរុងរឿងដែលឯងនិយាយវាគ្រាន់តែជារឿងអស់សំណើចតែប៉ុណ្ណោះ មិនប្រកាសទេសម្រាប់ឯងចោលដណ្ដើមបញ្ជីក្រាំងមាសយើងនៅតែជាអ្នកខ្លាំងលេខ1 ស្ដេចខ្មៅឯងឈួតហើយលបជន់នគរនេះមានទោសធ្ងន់ណាស់ឯងចង់សម្លាប់អ្នកកាន់ក្រាំងមាសទៀត បើមិនឈួតមិនអាចធ្វើជាអ្នកខ្លាំងឬលោកឆាប់ថយចេញទៅចង់ងាប់ហើយមិនក៏អញ្ចឹងឯងជាប់លំដាប់ទី9មិនអាចមួយស្នៀតបំបាក់ពួកយើងបាននេះជាធម្មពលដែលយើងបានមកពីនគរនេះតើតែមានសមត្ថភាពបែបនេះទើបអាចយកបានបញ្ជីក្រាំងមាសនិងយកបាននគរនេះ លោកម្ចាស់ហើយថឹងសុងអ៊ីខ្លាំងមែនប្រកាសជាបានដូចបំណងលោកពួកខ្ញុំសុកចិត្តចោះចូលនឹងលោកម្ចាស់ចាំងសាំងលីវលោកឯងជាមេបធានមិនតែយ៉ាងម៉េចជាអ្នកកាន់បញ្ជីក្រាំងមាសវាយ៉ាងម៉េចឲ្យតែលោកម្ចាស់ហើយថឹងសុងអ៊ីនៅទីនេះលោកឯងនៅតែជាឆ្កែមួយក្បាលមានតំណែងច្រើនមានប្រយោជន៍អីលើលោកនេះអ្នកខ្លាំងពិតប្រកបទៅឈ្នះនៃឈោផ្លឹកស្អីទៀតមិនក៏មិនឆាប់ចុះមកសាំងលីវឥឡូវគិតយ៉ាងម៉េច យូយៀនកុំខ្លាចអីជីវិតពួកគេទាំងអស់ស្ថិតនៅក្នុងដៃបងទេគ្រាន់តែជាឧបសគ្គតិចតួចយើងបដូរជាជាគ្នាពាក់សិន ប៉ុន្តែ យូយៀនព្រមរៀបការជាមួយបងទេសមជាអ្នកកាន់ក្រាំងមាសមែនដល់ពេលនេះហើយនៅតែបន្តស្លុតទៀត គេគ្រាន់តែធ្វើជារឿងមមប៉ុណ្ណោះលោកម្ចាស់ស្ដេចខ្មៅលោកម្ចាស់ចាប់ម្នាក់នេះទៅកុំឲ្យបញ្ហាថ្ងៃក្រោយទៀតឲ្យតែយើងនៅរស់តែខាត់មិនឲ្យពួកចៅនគរអ៊ីងហួរប៉ះពាល់បញ្ជីក្រាំងមាសទេបើចង់បានត្រូវឆ្លងកាត់សាកសពពួកយើងសិនទៅ បើអញ្ចឹងយើងនឹងយកឈាមនាងសែនតូនគរអ៊ីងហូយើងហើយយើងត្រូវតែជាប់លេខ1ក្នុងក្រាំងមាសយើងត្រូវតែកំទេចជើងខ្លាំងក្នុងក្រាំងមាសឲ្យអស់រួចដណ្ដើមក្រាំងមាសតែងតាំងទេវតាទទួលយកទៅ សាំងលីវឆាប់រត់ទៅ 5 ឆ្នាំមុនគ្រូសាចាងបងត្រូវគេសម្លាប់នៅសល់តែបងម្នាក់ទេកាលនៅបងស្បត់ថាមិនរត់ទៀតឡើយថ្ងៃនេះបងមិនអាចថយក្រោយសូម្បីតែមួយចំហៀនពូកែអួតមែនអញ្ចឹងសូមលោកម្ចាស់ឈរនៅទីនេះរងចាំយើងកាប់ម្ដងមួយកំបិតដល់ងាប់បន្ទាប់មកបលះសាច់ សាំងលីវ កុំបារម្ភអីបងមិនអីទេ ល្អណាស់កំបិតរបស់យើងវាលឿនរហូតដល់ថ្នាក់គ្មានអារម្មណ៍ថាឈឺកំបិតផ្ដាច់ព្រលឹងត្រកូលជាងដល់វេនឯងហើយយូយៀនព្រមរៀបការជាមួយបងទេ អូនព្រម ទោសៈក្នុងចិត្តយើងរលីអស់ពីហើយហើយថឹងសុងអ៊ីខ្វះតែឯងមួយទេយើងមានទោសៈ3ក្នុងចិត្តដុតចឹងអ៊ីហ្វានអាចរំលត់ទោសៈត្រូវគេប្រមាថរៀបការជាមួយយូយៀនអាចប្រលត់ភ្លើងទោសៈដែលត្រូវមនុស្សក្បត់ឥឡូវនៅសល់តែឯងមួយសម្រាប់ឆ្កែអ៊ីងហួរសងសឹកឲ្យគ្រួសាររបស់យើង សម្អាងត្រឹមឯងមានសមត្ថភាពទេកំបិតទី4 លោកម្ចាស់ ញាក់ផ្អើលអត់ក្រែងពួកនេះនិយាយថានៅលើលោកនេះឋានៈមិនសំខាន់សមត្ថភាពទើបជាកលឹះសំខាន់ឥឡូវយើងមានសិទ្ធិនិយាយហើយនៅអ្វីដែលពួកនេះរៀបចំទាំងល្បិចអស់នេះខំប្រើអស់វិធីចង់បានឈ្មោះក្នុងបញ្ជីក្រាំងមាសថ្ងៃនេះយើងត្រូវតែបញ្ចប់បំណងប្រាថ្នារបស់ពួកនាងហើយមុនពេលដែលពួកនាងស្លាប់យើងចង់ឲ្យឃើញរូបពិតរបស់បញ្ជីក្រាំងមាសឋានសួគ៌មានវិន័យបញ្ជីក្រាំងមាសតែងតាំងទេវតាបង្ហាញខ្លួនភ្លាមបញ្ជីក្រាំងមាសពិតជាបញ្ជីក្រាំងមាសមែនបញ្ជីក្រាំងមាសក្រាំងមាសតែងតាំងទេវតាជួយដល់មនុស្សល្អ
អរគុណលោកម្ចាស់ អ្នកទាំង3យកជីវិតការពារខ្ញុំនេះជាអ្វីដែលត្រូវទទួលបានចាំងសាំងលីវអ្នកកាន់ក្រាំងមាសឆ្លងកាត់ឧបសគ្គជាច្រើនកំចាត់ទោសៈចោលអស់ហើយមនុស្សទេវតារួមគ្នាតែមួយបើបញ្ជីក្រាំងមាសបើកទ្វារហួងភូឡុងទៅមានស្នាដៃល្អតែងតាំងបញ្ចូលឈ្មោះទី5ក្នុងក្រាំងមាសគឺធូឆាងឈីងក្បាច់ដៃអស្ចារ្យតែងតាំងបញ្ចូលឈ្មោះទី4ក្នុងក្រាំងមាសខាងស៊ុនអ៊ីការពារជាតិមានគុណសម្បត្តិតែងតាំងបញ្ចូលឈ្មោះទី3ក្នុងក្រាំងមាស ខ្ញុំចោទឈ្មោះទី2ក្នុងក្រាំងមាសហើយចាំងសាំងលីវឯងសម្រាប់យើងមិនបានទេយើងទទួលបានការយល់ព្រមពីឋានសួគ៌ឯងមិនអាចសម្រាប់យើងបានទេក្រាំងមាសតែងតាំងទេវតាតែងតាំងមនុស្សដែលមានគុណធម៌តែងតាំងអ្នកដែលមានស្នាដៃល្អអ្នកជួយនគរអ្នកជួយសង្គមអ្នកសាងអាក្រក់ធ្វើបាបគេដូចជាឯងមានសិទ្ធិអ្វីបញ្ចូលឈ្មោះទៅក្នុងក្រាំងមាសយើងមានសិទ្ធិឬអត់មិនមែនឯងជាអ្នកសម្រេចទេយើងជាអ្នកសម្រេចថ្ងៃនេះយើងប្រើដៃសម្រាប់ឆ្កែបំរើអ៊ីងហួររកយុត្តិធម៌ជំនួសទេវតាជួយមនុស្សក្រៅមេឃ ធ្វើខុសច្បាប់ទេវតាឯងនាំទុកដាក់ខ្លួនហើយអ្នកដែលគួរសម្លាប់គឺឯងចំណែកពួកនាងមានកំណត់ក្បត់ជាតិអូចេញទៅរងចាំកាត់ទោសថ្ងៃក្រោយយូរយានបងនិយាយហើយបងនឹងឲ្យអូនបញ្ចូលឈ្មោះក្នុងបញ្ជីក្រាំងមាសឲ្យអូនរុងរឿងជារៀងរហូតបងនឹងធ្វើទៅតាមពាក្យសន្យាលោកម្ចាស់ត្បិតត្បាក់បញ្ជីក្រាំងមាសតែហេតុអីតំណែងលេខ1បែរជាគ្មានឈ្មោះទៅវិញនៅមាននរណាមិនតបបញ្ចូលឈ្មោះ ប្រកាសណាស់គឺជាឯងហើយសូមគោរពលោកគ្រូនៅចាំស្អីទៀតបញ្ចូលក្នុងក្រាំងមាសបាទលោកគ្រូ